និយាយពីឯងបានធ្វើជាតារាស្រីឆ្នាំហើយនៅមកញ៉ាំអីនៅតបតាមផ្លូវទៀតដែរចាគេចូលចិត្តតាហ្នឹងតាម្យ៉ាងទៀតគេហៅថាអីទោះក្រក៏មិនភ្លេចកំណាត់តែបើមានគឺរឿងយើងហើយចាម៉ាជល់មួយដើម្បីតារាស្រីឆ្នាំពួកយើងចាប់ពីពេលនេះទៅដើរកាន់ក្នុងវិស័យសិល្បៈបានហើយចាធ្វើខ្លួនធម្មតាបានហើយតារាស្រីឆ្នាំស្អីគ្រាន់តែជារឿងតូចតាចនិយាយពីចែសួរឯងវិញទៅពេលណាក្រុមហ៊ុនចូលទីផ្សារហ៊ុនដើម្បីឲ្យខ្ញុំឆាប់បានតាមជើងអ្នកមានធ្វើជាស្រីស្អាតដែលដេកស៊ីស្រួលទុកចិត្តចុះចែចិញ្ចឹមឯងឆាប់កិច្ចហ្វ្រាំងដាច់ហើយឆាប់កិច្ចទៅឆាប់កិច្ចហ្វ្រាំងដាច់ហើយដឹងខ្លួនឯងកំពុងតែធ្វើអ្វីទេប្រកាសជាកំពុងតែធ្វើរឿងមនុស្សធំគួរតែធ្វើហើយដឹងថាខ្ញុំជានរណាទេនឹងលោកឯងប្រកាសជាប្រុសម្ដាយដែលមិត្តសម្លាញ់ខ្ញុំរកមកឲ្យហើយខ្ញុំខំចំណាយលុយជួយលោកមកណាចេញទៅលេងស្តាញ់ម៉ាហ្វៀលចាយចូលចិត្តឲ្យរង្វាន់ស៊ូស៊ីម៉ាំងនេះគឺជាឆាកថតរឿងរបស់ក្រុមណាចំណែកដែនទិនធំម្លេះការងារផ្សព្វផ្សាយដែលខ្ញុំទទួលដូចជាគ្មានមួយនឹងទេពួកយើងមិនកំពុងញ៉ាំសាច់អាំងអបអរនៅតបខាងផ្លូវទេនិយាយពីឯងបានធ្វើជាតារាស្រីឆ្នាំហើយនៅមកញ៉ាំអីនៅតបតាមផ្លូវទៀតដែរចាគេចូលចិត្តតាហ្នឹងតាម្យ៉ាងទៀតគេហៅថាអីទោះក្រក៏មិនភ្លេចកំណាត់តែបើមានគឺរឿងយើងហើយចាម៉ាជល់មួយដើម្បីតារាស្រីឆ្នាំពួកយើងចាប់ពីពេលនេះទៅដើរកាន់ក្នុងវិស័យសិល្បៈបានហើយចាធ្វើខ្លួនធម្មតាបានហើយតារាស្រីឆ្នាំស្អីគ្រាន់តែជារឿងតូចតាចនិយាយពីចែសួរឯងវិញទៅពេលណាក្រុមហ៊ុនចូលទីផ្សារហ៊ុនដើម្បីឲ្យខ្ញុំឆាប់បានតាមជើងអ្នកមានធ្វើជាស្រីស្អាតដែលដេកស៊ីស្រួលទុកចិត្តចុះចែចិញ្ចឹមឯងឆាប់កិច្ចហ្វ្រាំងដាច់ហើយឆាប់កិច្ចទៅឆាប់កិច្ចហ្វ្រាំងដាច់ហើយឆាប់កិច្ចអ្នកស្រីព្យាហើយអ្នកស្រីអរុនសុស្ដីលោកស្រីលីហ៎សួស្ដីខ្ញុំនឹកឃើញហើយប៉ាជីនខួរក្បាលខ្ញុំមកវិញហើយខ្ញុំក៏នឹកឃើញដែរពួកយើងឆ្លងចូលក្នុងរឿងហើយខ្ញុំឥឡូវគឺជាតួឯកស្រីរងដែលគ្មានខួរតែដាំទ្រូងធំឈ្មោះដូចគ្នានឹងវ៉ាន់ថាងក្នុងរឿងស្នេហាគ្រោះថ្នាក់តកអ្នកមានពលឺចាស់របស់មហាសេដ្ឋីទាំងពីរដែលសរសេរដោយអ្នកស្អប់ខ្ញុំផ្ដាច់មុខមានតួនាទីធ្វើតួឯកស្រីពិបាកចេះស្រីរងទី2ខួរក្បាលមិនស្អាតដែរទទួលខុសត្រូវជួយជាមួយសាច់រឿងបានរៀបការជាមួយប្អូនប្រុសមនុស្សឈ្មោះលីហ្វឹងជឺឈ្មោះដូចគ្នានឹងខ្ញុំស៊ូស៊ីវម៉ានក្នុងរឿងដើមខ្ញុំដណ្ដើមប្រុសជាមួយនឹងតួឯកស្រីវ៉ាន់ម៉ៃដែលគ្មានខួរក្បាលចុងក្រោយខូចឈ្មោះឈឺស្លាប់តាមផ្លូវយ៉ាងវេទនាខ្ញុំត្រូវបានលីហ្វឹងជឺធ្វើបាបផ្លូវចិត្តរាល់ថ្ងៃចុងក្រោយត្រូវបញ្ជូនទៅមន្ទីរពេទ្យឈ្គួនត្រូវកាន់ជាចំណាន់រត់ត្រូវតែរត់ឥឡូវនេះភ្លាម
ស៊ូសេម៉ានយប់មិញឯងមិនអន់ទេ ក៏មិនអត់ដែរអើយមិត្តសម្លាញ់ត្រៀមខ្លួនដូចរាល់ហើយនៅទ្វារពិភពលោកថ្មីចិត្តបាក់ទទួលពួកយើងហើយ ចាប់ពីពេលនេះទៅសមុទ្រធំត្រីហាសបាយមិនខ្ពស់បក្សីហាតាមចិត្តជីវិតដែលស្រាប់បំប្រងដែលមានលុយមានពេលតែគ្មានប្តី ពួកយើង មក ដល់ហើយ លោកស្រីតែពីរចង់ទៅណា យប់មិញនេះយើងនៅមិនទាន់ប្រឹងប្រែងគ្រប់គ្រាន់ទេ ចំណុចកំបាំងក្នុងសាច់រឿងពីរអ្នកនេះមួយណាជាប្តីឯង ខ្ញុំមើលមុខមនុស្សមិនសូវស្គាល់ទេតែពីរអ្នកនេះមើលទៅដូចជាមិនមែនមនុស្សល្អសោះ មានគម្រោងយកទ្រព្យសម្បត្តិរបស់ពួកយើងទៅណាដែរទៅនឹង មើលទៅយប់មិញមកប្រឹកប្រែងមកគ្រប់គ្រាន់ទើបធ្វើឲ្យអូននៅមានកម្លាំងចង់រត់ ខាងការពារខ្ញុំគេសាច់មើលទៅដូចជាឃាតកររកចិនខាង បើនៅមានអារម្មណ៍ជាងនេះទៅទៀតតើអូនចង់សាមើលផ្ទាល់ទីនេះអត់ អរគុណសូមបដិសេធ ស៊ូសេម៉ានឯងលុយរបស់នេះធ្វើស្អីទុកឲ្យឡើងថ្លៃហ៎ បញ្ញាប់ច្បាច់ជាប់ទាំងងងឹនមិនស្មានដល់ថាចាប់បានខោលីអូគេ តាមពិតអូនងប់ងល់នឹងខោខ្នងរបស់បងតាបើចឹងពួយចឹងទៅ អត់ទេ តោះពួយចឹងទៅបន្ទប់មើលមុតថ្មីដែលមានកំណត់ ខាងជួយផងគេចង់បង្រៀនដល់តទៀតហើយ លោកស្រីប្រពន្ធចង់រត់ទៅណា ខ្ញុំ មើលទៅលោកស្រីប្រពន្ធដូចជាចាប់អារម្មណ៍នឹងក្បាត់ករបស់បងណាស់ ក្បាត់កលោកគឺសាច់ល្អស្វិតល្អមើលទៅដឹងថាជារបស់ល្អសម្រាប់ចង់ជាក្បាត់កហើយ របៀបប្រើក្បាត់កបងអាចបង្រៀនអូនឥឡូវនេះបាន អាប្រាប់បិសាចប្រើសម្រស់ដាក់តាក់ច្បាស់ណាស់ ឧទាហរណ៍ដូចឥឡូវនេះចងអូនគឺស័ក្តិសមបំផុត លោកដាក់ខ្ញុំចោលខ្ញុំត្រូវទៅជួយសៀម៉ានលែងខ្ញុំអើយលោកចង់ធ្វើអី បងចង់ធ្វើអីអូននៅមិនដឹងទៀតមែនទេ បើថាសង្ហាបែបនេះមិនចឹងនៅលេងពីរ3ថ្ងៃសិនទេហើយ អត់ទៅហើយអាប្រុសនោះហ៊ានធ្វើឲ្យអញទៅជាយ៉ាងហ្នឹងចៅនឹងទៅបល័យគេអើយ ហើយទុកកម្លាំងទៅអាខេតកររកចិត្តនោះក៏ធ្វើបាបឯងមិនតិចដែរ រុនត្រូវតែរុនខ្លាំងបាត់នេះទោះជាកលៀនធ្វើពីដែងក៏ទ្រាំមិនបានដែរ រតនាបានមានរបស់មានតម្លៃត្រូវគេដកហូតអស់ហើយសាទោដៃក៏មិនដឹងណីណារត់ទៅក្រៅស៊ីខ្យល់ទេមិនអាចទៅរួចទេ ទៅផ្ទះខាង
ខាងយើងក្នុងសិភៅមិនមែនថាពួកយើងជាកូនអ្នកមានទេអីទៅរកដាំតុនខ្លះទុកចាយ ខ្ញុំត្រូវគេជាតាចារ្យនៅស្រុកស្រែរាប់សិបឆ្នាំត្រឡប់មកវិញគឺដើម្បីធ្វើជាឧបករណ៍ជំនួសកូនបង្កើតវ៉ាន់មីរៀបការ10បំណុល អូខ្ញុំយល់ហើយលីមូឆាន់ចាត់ទុកអញជាអ្នកជំនួសវ៉ាន់ម៉ៃចាំម្ចាស់ខ្លួនគេត្រឡប់មកវិញឯងនឹងចាប់ហើយ ធានាថាជំនួសឲ្យតែវ៉ាន់មីត្រឡប់មកដល់ស្រុកវិញពួកគេពីរនាក់នឹងពាក់ព័ន្ធគ្នាមិនដាច់នោះទេ ចុះខ្ញុំទេថាប៉ាខ្ញុំជាមនុស្សក្បត់ចិត្តស្រឡាញ់ស្រីថ្មីម៉ាក់ចង់នាំកូនមកដណ្ដើមទ្រព្យសម្បត្តិលោកខ្ញុំឲ្យទៅកូលីដោយយកផលប្រយោជន៍ ប៉ុន្តែឯងនៅមានអសហាជាងនេះទៀតប្តីឯងលីហ្វឹងជឿនឹងណាស្រឡាញ់វ៉ាន់មីមិនបានចុងក្រោយ បើចែដឹងថាអ្នកណាចែនឹងមូលក្បាលវាឲ្យមូលដូចជាបាល់ទាត់លេងហើយ នឹងហើយពួកយើងធំធាត់នៅម្ដលកុមារកំព្រាតស៊ូរហូតមកដល់ឥឡូវនេះវាសនាក្តាប់ក្នុងដៃខ្លួនឯងរឿងអីត្រូវមកធ្វើជាតួរងចាំទទួលផលកម្មនៅទីនេះត្រូវតែរុនធ្វើការងារពិតប្រាកដចែត្រឡប់ទៅធ្វើការងារដើមវិញចូលសិល្បៈម្ដងទៀតប្រើសមត្ថភាពសម្ដែងយកឈ្នះពិភពលោក ខ្ញុំជាអ្នកការពាររកធនធានជូនឯងឡើងដល់កំពូលឲ្យពួកប្រុសឆោងចាប់មិនដាល់ ប្រពន្ធខ្ញុំមិនស្អីមកគាត់ទៀតហើយ ប្រពន្ធឯងចេះតែនាំប្រពន្ធយើងខូចរហូត មើលទៅត្រូវទៅផ្ទះមួយជើងទៀតហើយប្រើវិធីណាដែលពិសេសទើបធ្វើឲ្យនាងអាចនៅផ្ទះដោយស្ងប់ចិត្ត ប្រយ័ត្នដៃជើងផងណាកុំឲ្យប្រពន្ធយើងភ័យ បើប្រុសខ្ញុំចាំបានថាកាលនោះពេលបដូរគូរនឹងជីវ័នថាងមុខរបស់បងខ្មៅដូចជាគូឆ្នាំងឥឡូវបែរជាការពីនឹងទៅវិញ ហើយតាមពិតទៅយើងចាត់ទុកវ៉ាន់មីដូចជាប្អូនស្រីរបស់យើងរហូតមកបើសិនជាគ្មានមនុស្សដែលស្រឡាញ់រៀបការជាមួយនរណាក៏ដូចតែគ្នារហូតដល់យើងបានជួបនាងទើបយើងដឹងថាខ្លួនឯងចប់ហើយដូចតែគ្នាទេកាលនោះម៉ាក់ណែនាំកូនអ្នកមានឲ្យឯងច្រើនណាស់មិនក៏ឯងមិនមើលក្រោយមកលើថារៀបការជាមួយនៅតកូលស៊ូមានមនុស្សខ្លះរំភើបដេកមិនលក់ប្រហែលយប់ឯណោះ គ្រាន់តែរៀបគម្រោងយូរហើយតែប៉ុណ្ណោះ ប៉ុន្តែយើងចាំថាពីមុនពួកនាងដូចជាមិនសូវតាក់ទងគ្នាប្រហែលទេមិនក៏ឥឡូវនេះបែរជាស្និទ្ធស្នាលជាមួយនឹងគ្នាបែបនេះទៅវិញ ហើយចាស់នេះមិនសំខាន់ទេខ្ញុំត្រូវទៅផ្ទះដើម្បីអប់រំប្រពន្ធខ្ញុំឲ្យបានល្អ ណែចាំយើងផងយើងក៏មានប្រពន្ធដែលត្រូវលួងដែរតាណែទូរស័ព្ទ លោកប្តីបងថ្ងៃនេះហត់ហើយឆាប់ចូលមកអូនធ្វើរបស់ឆ្ងាញ់ឲ្យបង តារាស្រីឆ្នាំពិតជាតារាស្រីឆ្នាំមែនការសម្ដែងនេះ នំខេស្តូប៊ឺរីអូនចូលចិត្តអស់ អេមិនក៏បងនឹងថាអូនចូលចិនលោកប្តីអូនក៏ធ្វើរបស់ឆ្ងាញ់ឲ្យបងដែរ លោកប្តីឆាប់ភ្លក់ម្ហូបគោស្នេហ៍ដែលអូនធ្វើឲ្យបងឆាប់ភ្លក់ទៅឆាប់ភ្លក់ម្ហូបស្នេហ៍ដែលអូនធ្វើឲ្យបងឆាប់ភ្លក់ទៅ ចាំមិនដែរបងសាក់មួយនេះទៀតមើលអាមួយនេះទៀត តើអ្នកបងចង់សម្រាប់បងប្រុសខ្ញុំហើយមែនទេ លោកប្តីបងក៏មានដែរលោកប្តីនេះជាម្ហូបដែលអូនរៀបចំផ្ទាល់ដៃឲ្យបងណាយ៉ាងម៉េចបងមិនព្រមហូបទេ ព្រមបងព្រមញ៉ាំ អេលោក
លោកប្តីចាំមិនដែរឆ្ងាញ់អត់ ឆ្ងាញ់ណាស់ សាក់មួយនេះ អឺហឹម ចារបស់អូនចាំមិនដែរ ឆ្ងាញ់រលេចដាក់គ្មានទេ ឬមួយពួកយើងពិតជាកំពុងចង់ហើយមែនតែអូនភ្លក់មើលលោកប្តីឆាប់ផឹកស្រានតែកុំឲ្យជាប់ លោក ក ប្តីអូនក្រៀបចាំឲ្យបងដែរបងឆាប់ផឹកទេ លោកប្តី លោកប្តី រួចរាល់ក្នុងរឿងសរសេរថាពួកគេឆ្លាតណាស់ខ្ញុំមើលទៅក៏មិនប្រមាណដែរ មកពីពួកយើងមានទាំងប្រាជ្ញានិងសម្រស់សត្វតែជាខ្លះក៏ដែរ ឈប់សរសើរខ្លួនឯងទៅឆាប់រកសោទូដែង ចាំពួកយើងចេញទៅខ្ញុំរកប្រុសមកដាច់12នាក់ឲ្យឯងលៀងសើចេញ ស្អប់ណាស់អញ្ចឹងខ្ញុំចែកឲ្យឯង6នៅចាំអីទៀតចេញដំណើរ តោះ ប្រមដែរ12នាក់លោកស្រីប្រពន្ធចំណងពិតជាមិនអន់មែនមើលទៅបំប្រឹកប្រែមិនតគ្រប់គ្រាន់ លោក ទេ ប្តីបោះស្ដាប់អូនដោះសារសិនបោះស្ដាប់អូនបញ្យល់សិនលោកប្តី ចាំតែបញ្យល់ក្នុងបន្ទប់ទៅ ថាង ស៊ីម៉ាន អូនគួរតែគិតសិនទៅថានឹងជួយខ្លួនឯងយ៉ាងម៉េច ចាប់ហើយលែងសាច់ជ្រុលហើយ ឥឡូវនេះខ្លាចហើយលើកក្រោយនេះហ៊ានទៀតទេ លែងហ៊ានហើយអូនស្បាត់បើលើក្រៅអូនហ៊ានទៀតអូននឹងទៀតហើយណាតែទ្រាំបាន លេងអូនទៅបងលេងអូនទៅ បញ្យល់មក ពន្យល់អូនថាអ្នកដែលត្រូវពន្យល់គឺបងនោះទេមនុស្សខ្លះរាល់ថ្ងៃការពារប្រពន្ធខ្លួនឯងដូចជាការពារចោលនេះមិនត្រូវការការពន្យល់ទេអី អញ្ចឹងបងនឹងប្រើទង្វើមកបញ្យល់ចង់ស្ទាបក៏ស្ទាបទៅ លីហ្វាំងជឿអត់ដែរឆាន់នោះខ្ញុំជេរគេដល់ចដូនជាតាគេ18ចំនួនគេទៅហើយឥឡូវជើងនៅតុននៅឡើយលើកនេះខ្ញុំត្រូវទៅ ខ្ញុំមើលទៅឯងជាអ្នកចាប់ផ្ដើមមុនតា គាត់ថាឯងនៅខាងណាឲ្យប្រកាន់ ហើយយ៉ាប៉ុន្តែស៊ីម៉ានពួកយើងអត់លុយរតនាការខ្ញុំនឹកឃើញវិធីរលុយហើយ និយាយមក ក្នុងទូខ្ញុំមានរបស់បារាំងច្រើនណាស់នៅជាប់ស្លាកលីម៉ូឆាន់ទាំងឲ្យ ខ្ញុំក៏មានកាបូបលីមីទ្រីប្រហែលដែរលីហ្វាំងជឿអត់ដែរឆាន់នោះមិនដែលបានឃើញទេមិនបានចាក់សោផង បើពួកយើងលួចយកវាទៅលក់ពិតជាបានលុយច្រើនណាស់ អញ្ចឹងពួកយើងមានលុយរត់ហើយ
លើកនេះអញត្រូវតែស្ដាប់ខ្ញុំកុំយកខាលីអូទៀតលឺឬក៏អត់កុំយកខាលីអូទៀតលឺឬក៏អត់ លឺហើយ អនុវត្ត យកតែរបស់ថ្លៃមិនយកលីអូយកតែរបស់ថ្លៃមិនយកលីអូយកតែខាលីអូថ្លៃរួចរាល់ សៀម៉ានខ្ញុំពិតជាទិញអញមិនរួចទេមិនក៏អញយកខាលីអូទៀតហើយ លោកស្រីចង់ទៅណាត្រូវការរៀបចំឡានដែរទេ អើជូនជូនពួកយើងទៅកណ្ដាលក្រុងទៅពួកយើងទាំងពីរចង់ដើរលេង បាន អ្នកលក់វាតម្លៃបន្តិចមក ដូររបស់លក់ចេញមួយចំនួនរបស់ limited សិទ្ធិប៉ិតប៉ិនសូមអ្នកទាំងពីរចាំបន្តិចខ្ញុំទៅអញ្ជើញអ្នកគ្រប់គ្រងហាងសិន នេះលើរត់បានមកដល់ដៃហើយ សំណប់ចិត្តទាំងឡាយរបស់ខ្ញុំ អញបើកចិត្តឲ្យទៅលេងតិចទៅចាំចាយរលុយបានទិញហាងនេះឲ្យអញតែម្ដង មិនខុសបំណងដែលធ្វើជាបងប្អូន អាយ៉ាស្មានថាអ្នកណាតាមពិតគឺស្រីស្រុកស្រែវ៉ាន់ថាំងសោះតាមពិតគឺស្រីស្រុកស្រែវ៉ាន់ថាំងសោះ អេស្រីមកក្រាស់លៀបម្សៅពេញមុខនឹងជាអ្នកណាគេ អាមួយដែលចូលចិត្តព្រុសបំផុតនៅក្បែរវ៉ាន់មី វង នាងកុំមកធ្វើពិតជាខ្លាំងនៅទីនេះកន្លែងហៃសោបែបនេះមនុស្សស្រុកស្រែដូចនាងសំនឹងមកដែររបស់នៅទីនេះមានលុយទិញអត់ម៉ាក់នេះនាងស្គាល់អត់ស្គាល់ខ្លះដែរដូចជាអាដែលនាងកំពុងតែពាក់នឹងគឺម៉ូដឆ្នាំ2000របស់ Chanel ថែរក្សាវាបានល្អណាស់របស់បារាំងហែងតានាងក៏មកនិយាយផ្ដេសផ្ដាស់លោកកញ្ញាយុលាចិត្តនាំខ្ញុំទៅទិញម៉ូដថ្មីបំផុតហើយមែនទេ ហេនាងកុំនិយាយពេលផ្ដាណាអ្នកណាជាប្តីរបស់នាងខ្ញុំនៅកំឡោះទេណា ហើយចាស្រីស្អាតអ្នកនេះទាំងពីរគឺចាំតិចខ្ញុំគឺជាប្រធានក្រុមហ៊ុនលាវមិនដឹងថាអ្នកនេះទាំងពីរអាចផ្ដល់កិត្តិយសឲ្យខ្ញុំបានដែរទេ អំបាញ់មិញបងនៅហៅអូនថាសំណប់ចិត្តថាអូនជាស្រីស្អាតបំផុតនៅក្នុងលោកបងថាត្រឡប់ទៅវិញនៅលេងលះជាមួយស្រីមុខលឿងនោះមករៀបការជាមួយអូនចាឥឡូវជួបស្រីកញ្ជ្រោងនេះក៏ត្រឡប់មកមិនស្គាល់អូនឯអាប្រុកក្បត់ នោះមកពីមុនខ្ញុំមិនដែលជួបមនុស្សស្រីដែលមានភាពថ្លៃថ្នូរដូចជាអ្នកនាងវ៉ាន់ វ៉ាន់ថាំងស្រីកញ្ជ្រោងយើងនឹងបលាយជាមួយនាងកញ្ជ្រោងនេះចង់បានន័យថាខាងផ្ទះយើងស្អាតពីកំណាត់គួរឲ្យស្រឡាញ់អរគុណនាងហើយប៉ុន្តែធ្វើជាកញ្ជ្រោងក៏ត្រូវតែមើលដើមទុនដែរមកដូចជានាងនឹងណាខ្លាចថាទៅរៀនថែមទៀតក៏គ្មានសិទ្ធដែរមន់ព្រៃនៅតែជាមន់ព្រៃដោតរោមយ៉ាងណាក៏មិនខ្លាចជាហង្សដែរជូរងាប់ទៅ សួរសៀម៉ានវ៉ាន់ថាំងយើងនឹងបលាយជាមួយនាងនាងធ្វើស្អី ចាប្រឹកបាត់ហើយចាប្រឹកបាត់បាត់អាលីតណាបាត់មិនកំពុងតែកាយខ្លាំងម៉េច អ្នកគ្រប់គ្រងហាងនេះណាឆាប់បណ្ដេញស្រីស្រុកស្រែពីរអ្នកដែលមិនដឹងអីមកពីណានេះចេញទៅនាងមិនសមនៅទីនេះទេ សូមទោសផងនាងវ៉ាន់និងអ្នកនាងស៊ូគឺជាភ្ញៀវ VIP របស់ពួកយើង ស្អីគេ អ្នកនាងវ៉ាន់តំណែងដែលអ្នកនាងទាំងពីរបានទិញពួកយើងបានតម្លៃហើយគឺអស់1,600,000នេះគឺជាវិក័យប័ត្រ ស្អីគេមិនអាចទេរួចពួកនាងបានលុយច្រើនបែបនេះមកពីណាមើលនាងឲ្យនាងមួយប្លង់ហើយយ៉ាអញមើលនាងពេលនេះដូចជាសត្វស្វានៅក្នុងសួនសត្វដែលដណ្ដើមចេកមិនបានអញ្ចឹងពួកនាងបានរបស់បារាំងច្រើនបែបនេះមកពីណាអូប្រកាសជាលួចនាងលួចមកហើយនាងដឹងបានយ៉ាងម៉េចនាងនិយាយគ្មានផាតាមកចាត់ប្រកាន់ទេនាងមានផាតាឬអត់អ្នកគ្រប់គ្រងហាងលោកឲ្យពួកនាងដកវិក័យប័ត្រត្រឡប់មកមើលបើដកមិនបានគឺពួកនាងជាអ្នកលួចហើយនេះអ្នកនាងវ៉ាន់អ្នកនាងស៊ូរំខានអ្នកទាំងពីរយកវិក័យប័ត្រទាំងនេះឲ្យមកខ្ញុំបានទេ លោកកំពុងលេងសើចជាមួយខ្ញុំមែនទេខ្ញុំតែរបស់អស់នេះលោកគិតថាខ្ញុំទុកវិក័យប័ត្រទេ លុយប្រមាណលានដូចទឹកសាមអ្នកណាទៅខ្វល់ យើងមើលពួកនាងនៅរឹងដល់ពេលណាយើងប្តឹងប៉ូលីសឥឡូវនេះភ្លាមធ្វើជាមិនទៅត្រូវចូលគុកហើយ ស៊ូសេម៉ានណាឲ្យភាពក្លាហានដល់នេះប៉ាប៉តកូលីន ចាប់ហើយ
ស៊ូសេលម៉ាន់អ្នកណាភាពក្លាហានរបស់នាងប៉ះពាល់តកូលីនល្អណាស់ពួកនាងបានជាហ៊ានលុយរបស់តកូលីន1,600,000គ្រប់គ្រាន់តែចាប់គុក10ឆ្នាំជាងហើយតែមែនទេអាជីវកម្មមិត្តសម្លាញ់មិនទាន់បានពាក់កណ្ដាល ត្រូវ ផង រលាយនៅពាក់កណ្ដាលផ្លូ លើ វ កនេះចាប់មែនតែនហើយពួកនាងចាំអង្គុយក្នុងគុកឲ្យធ្លុះបាត់ទៅ អ្វីដែលគេនិយាយនេះសុទ្ធតែជាការពិតទេ លោកអគ្គនាយកលីពិតប្រាកដណាស់ស្រីពីរនាក់នេះមានដៃមានជើងមិនស្អាតបែរជាហ៊ានលុយរបស់តកូលីអ្នកប្រុសប៉ុន្តែអ្នកប្រុសមិនបាច់ឲ្យរង្វាន់ខ្ញុំទេខ្ញុំណាគ្រាន់តែជួយរកយុត្តិធម៌នាងពីមុននៅស្រុកស្រែតាមតាចាស់សំទៀនរឹសសម្រាមលួចមន់លួចឆ្កែឡើងទម្លាប់ហើយឥឡូវការចរិតមិនបាននោះទេនេះនៅមានទៀតស៊ូស៊ីម៉ានលើថានាងនៅផ្ទះតកូស៊ូធ្លាប់លួចគ្រឿងអលង្ការម៉ាក់ចុងនាងឥឡូវនៅមកខົບខិតជាមួយវ៉ាន់ថាំងទៀតពួកនាងពីរនាក់ពិតជាចេញពីសម្បុកចៅមែនស័ក្តិសមគ្នាណាស់នាងនិយាយឈួតអីលោកអគ្គនាយកលីអ្នកប្រតិពីពួកលោកដាច់ខាត់កំលឹកលែងឲ្យស្រីថាប់ទៀតពីរនាក់នេះឲ្យសោះខ្ញុំណាជួយពួកលោកបដៅពួកនាងឲ្យល្អពួកឯងនៅឆោតធ្វើអីណាមិនចាំឲ្យពួកនាងស្គាល់មេរៀនខ្លះទៅអ្នកប្រុសលីទី2រឿងតូចតាចប៉ុណ្ណឹងមិនបាច់អ្នកប្រុសចាញ់ដៃទេខ្ញុំចាត់ការបានអ្នកប្រុសទី2ច្បាស់ណាស់ថាពួកនាងជាអ្នកលួចរបស់អ្នកប្រុសវាខ្ញុំធ្វើអី ប្រពន្ធខ្ញុំលក់របស់របរប្រើប្រាស់នៅក្នុងផ្ទះណានៅសល់ ចុះនាងនៅមកព្រុសស្អីនៅទីនេះ ប្រពន្ធ ជួបអ្នកខ្លាំងហើយស្ដេចយមរាជទាំងពីរនៅតកូលីនរករឿងគេមិនបាននោះទេឆាប់រត់ប្រពន្ធសម្លាញ់សំទោសឈឺដៃដែរទេ មិនឈឺទេគ្រាន់តែថ្មីនេះរមាស់ដៃល្មមមួយកំភ្លៀងនេះបដៅនាងថាពាក្យណាគួរនិយាយពាក្យណាមិនគួរនិយាយមួយកំភ្លៀងនេះឲ្យនាងចេះប្រមាណដែលដើរចាប់ពួកយើងថាលួចរបស់ អញត្រូវថែមឲ្យនាងមួយកំភ្លៀងទៀតមិញនេះនាងថានាងជាកញ្ជ្រោង បានហើយប្រពន្ធសម្លាញ់តែឈឺដៃរបស់អូនទៅវាមិនសមទេ ពួកនាងជាជនគេពេកហើយចាំមិនត្រឡប់មកវិញពួកឯងចាំមើលទៅនិយាយពីឆាក៏មកដល់ឯងមែនណាមក តាមមិញនេះអ្នកណាជាអ្នកប្រឹងប្រែងថាទីនេះមានចោលតើចោលអ្នកណាទៅលោកពលាសុទ្ធតែជាការយល់ច្រឡំស្រីម្នាក់នេះប្រឹងប្រែងគឺខ្លាចៗទី មិនមែនខ្ញុំទេគឺពួកនាងលុយរបស់តកូលី លោកពលាម្នាក់នេះជាប្រពន្ធរបស់ខ្ញុំរបស់ក្នុងផ្ទះដែលមិនប្រើប្រាស់ក៏យកវាមកលក់ចោលស្ត្រីម្នាក់នេះមិនត្រឹមតែបរិហាគេទេនៅចង់វាយគេទៀត ប៉ូលីសពួកយើងកំពុងដោះស្រាយរឿងគ្រួសារស្រាប់តែស្រីម្នាក់នេះមកអុកឡុកថែមទាំងប្តឹងប៉ូលីសខ្លាំងខ្លាយរំខានការងារ យើងប្រាប់ប៉ូលីសពេលខ្លះនៅមកកពីចាំតាមទៀតសូមជួយទៅជាមួយពួកយើងទៅ វ៉ាន់ថាំងស៊ូស៊ីម៉ានពួកនាងចាំទុកលោកអគ្គនាយកលីអ្នកប្រតិពីខ្ញុំសុទ្ធតែធ្វើដើម្បីពួកលោកតែ នាយកលីអ្នកទាំងពីរអ្នកស្រីទាំងពីររឿងថ្ងៃនេះទៅជាបែបនេះពិតជាសុំទោសដល់អ្នកទាំងពីរពិតមែនមកពីខ្ញុំគ្រប់គ្រងមិនបានល្អ យករាល់តំណែងថ្មីប្រចាំរដូវកាលខ្ចប់ទៅផ្ទះតកូលីតាមទំហំរបស់ពួកនាងទាំងអស់ បាទគ្មានបញ្ហាទេ កាប់បង លោកប្តីបងល្អបំផុតបងគឺជាបរិសង្ហាបំផុតនៅក្នុងលោកចាស់កបោបដែលត្រូវនឹងខោអាវ បាទជល់ហើយនាយកលីន ថាង នាយកលីនចុះរបស់ទាំងអស់នេះវិញរបស់ចាយទាំងអស់នេះលោកចាយតែខ្លួនឯងទៅ មិនមែន នេះនេះ1,600,000 លោកស្រីលីនមិននេះវាយគេមិនមែនលយណាស់ទេ នេះមិនតាន់ដល់ណាផងមិននេះបើមិនបាត់បងខ្វាន់អូនអាចឲ្យនាងស្គាល់ស្នៀតជើងឥតសមររបស់អូនទៀតលោកប្តីដៃអូនឈឺណាស់មើលចុះរៀនតាមខាងមួយក្បាច់នេះប្រើការបានអត់ ការសម្ដែងនេះលើសពេកហើយ
អូនឥឡូវសារភាពដល់ស្ម័គ្រចិត្តឬមួយក៏ចាំដល់ផ្ទះសិនទើបព្រមសារភាព សារភាពអី ឧទាហរណ៍ផែនការលួចយករបស់ក្នុងផ្ទះទៅលក់អ្នកណាជាមេកំណត់ហើយក៏ ខាងសុំទៅហើយសុកចិត្តឲ្យមិត្តស្លាប់ក៏មិនឲ្យខ្លួនឯងស្លាប់សុទ្ធតែចិត្តនឹកខាងទេអូនត្រូវគេបង្ខំទេ ហាត់ឈឹមអ្នកណាកំពុងនិយាយដាំខ្ញុំ ល្អណាស់មើលទៅយប់នេះត្រូវផ្ដល់រង្វាន់ឲ្យអូនឲ្យបានល្អហើយ លោកប្តីបងអបាញ់មិញនេះពេលគិតលុយមើលទៅគឺសង្ហាន់ណាអរគុណលោកប្តី គ្រាន់តែអរគុណប៉ុណ្ណឹងទេហើយ ប្រុសម្នាក់នេះរាល់ថ្ងៃដូចជាអត់ឃ្លានជីវិតខ្ញុំមានតែមួយទេអញ្ចេះបានហើយនៅ មិនទាន់គ្រប់ពេលទៅដល់ផ្ទះចាំចាត់ការអូន ខាងឯងថាហេតុអីថ្ងៃនេះពួកគេជួយពួកយើង នេះមិនងាយស្រួលទេពួកយើងគឺជាមុខមាត់របស់ពួកគេតាឯងគិតមើលប្រពន្ធលោកប្រធានលុយរបស់ខ្លួនឯងហើយត្រូវគេចាប់បានលើដល់ខាងក្រៅពួកគេបាក់មុខប៉ុណ្ណាគេមិនអាចបាក់មុខនោះទេ សំហេតុផលប៉ុន្តែហេតុអីពួកគេទិញខោអាវនិងកាបូបថ្មីឲ្យពួកយើងច្រើនម្ល៉េះ ខ្ញុំគិតថាដោយសារស្អាតត្រូវទៅផ្ទះខាងស្រីវិញប្រពន្ធលោកប្រធានចេញក្រៅត្រូវតែមានខោអាវសមរម្យខ្លះក៏ប៉ុន្តែ ឆាប់និយាយមក ពួកយើងមិនមែនជាតួរងទេការយកចិត្តទុកដាក់នេះមិនដូចសាច់រឿងតួឯកម្ល៉េះ ហើយយ៉ាមិនបាច់ខ្វល់ទេយ៉ាងណាពន្លឺច័ន្ទក្នុងរឿងវ៉ាន់មីមិនមែនកន្លះឆ្នាំទៀតទៅត្រឡប់មកវិញណាយមិនចឹងឆ្លៀតឱកាសពេលពួកគេសង្ហាមានលុយហើយស្រួលបោកពួកយើងទ្រាំសិនទៅប្រមូលលុយមួយចំនួនហើយរកឱកាសនេះជាឱកាសល្អហើយ ហើយរកឱកាសរត់ម្ដងទៀតតាមមែនទេ លោកប្តីអូនលែងហ៊ានរត់ទៀតហើយលេហ្វាំងជឺបងជាប្រុសថោកទាប នេះទៅហៅថាថោកទាប ខាងឈុតសឹកដែលខ្ញុំរើឲ្យឯងគឺអែមធានាថាចាំងភ្នែកពួកគេ ឯងត្រឡប់ទៅផ្ទះតកោស៊ូវិញធ្វើខ្លួនឲ្យស្រួលបួលកុំខ្លាំងពេក បានយ៉ាងណាឯងនៅជាប់បន្ទុកខ្ញុំតា អ្នកមកគិតថាមានខ្ញុំនៅមានគេអាចធ្វើបាបប្រពន្ធខ្ញុំបានទេ ហើយខ្ញុំខ្លាចថាមនុស្សផ្ទះតកោស៊ូទ្រាំមិនបាននឹងការវាយតាថ្នាំដៃបន្តិចទៅហើយ បាយបងលីបងស្រីពួកបងត្រឡប់មកវិញហើយ ក្នុងរឿងមិនមែនថាវ៉ាន់មេត្រឡប់មកវិញក្រោយខ្ញុំរៀបការបានកន្លះឆ្នាំទេការជូនដំណឹងអាសានពណ៌ក្រហមកម្រិត1 បងលីដឹងថាបងនៅត្រឡប់មកវិញខ្ញុំរងាស់សុបមាន់ដែលបងចូលចិត្តបំផុត មនុស្ស ជា ពុ ពិ ត សេស ស្បិតវ៉ាន់មេត្រឡប់មកមុនពេលកំណត់ ហៅថាបងថ្លៃ បងលីកាត់អីហ្នឹងពេលមុនមិនមែនធ្វើដាក់ខ្ញុំបែបនេះទេ អាយ៉ាម៉ៃកូននៅឈឺណាស់ឡើយអង្គុយចុះហត់ស៊ុបខ្លះទៅសៀថាងឯងក៏ហត់ស៊ុបខ្លះទៅ
ល្អណាស់ក្តីស្រឡាញ់របស់ម៉ាក់បង្កើតមានខ្លះតែមិនច្រើន ជីឡានហត់ហើយមែនទេមកញ៉ាំផ្លែឈើខ្លះមក អូនមិនចូលចិត្តញ៉ាំម្លឹកទេ ភ្លក់មើលទៅ លោកប្តីផ្អែមណាស់ នៅបញ្ចុកផ្លែឈើឲ្យនាងផ្ទាល់ដៃទៀន បើអញ្ចឹងញ៉ាំឲ្យច្រើនបន្តិចទៅណា បងស្រីខ្ញុំចាំបានថាបងចូលចិត្តផ្លែក្រូចណាស់បងស្រីបងនៅស្អប់ខ្ញុំទៀតទេបន្ទោសខ្ញុំមែនទេ អាយ៉ាឆាលខានល្អមកដល់ហើយចាយបង្រៀនឯងថាស្អីទៅហៅថាកម្ពុជាតារាសម្ដែងពុទ្ធបុត្រប្អូនស្រីបងមិននឹងដាច់ចិត្តបន្ទោឯងទៅបងគ្រាន់តែខ្លាចថាភាពល្អរបស់ប្អូនចំពោះបងនឹងដូចជាស្ករកាលពីក្មេងមើលទៅផ្អែមល្ហែមលោកដៃទៅក៏បាត់អស់ប្អូនស្រីនៅក្នុងផ្ទះនេះឯងទៅជាកូនស្រីតែមួយគត់ចំណែកបងគ្រាន់តែជាអ្នកក្រៅប៉ុណ្ណោះកូនល្ងងកូននិយាយផ្ដេសផ្ដាស់អីកូនគឺជាសាច់ឈាមបង្ការរបស់ម៉ាក់ណាម៉ែនេះម៉ាក់គឺមែនហើយម៉ាក់ជូនកងដៃដែលលោកយាយទុកឲ្យម៉ាក់ទៅកូនហើយនេះយកទៅម៉ាក់ល្អចំពោះខ្ញុំណារបស់កាហ្វេ Grade A សោះគ្រួសារនេះខ្វាក់ភ្នែកតាពូជមែនទេ កញ្ជ្រោងតូចកន្ទុយបះដល់មេឃហើយប៉ុន្តែគួរឲ្យស្រឡាញ់មួយយ៉ាងដែរ ម៉ាក់កងដៃមានតម្លៃម្លឹងម៉ាក់ឲ្យទៅនឹងមិននឹងកើតម្យ៉ាងទៀតម៉ាក់ឲ្យទៅនឹងហើយចុះមិនគិតយ៉ាងម៉េចម៉ាក់ចិញ្ចឹមដូចជាកូនបង្កើត20ឆ្នាំមកហើយមីលើក្រោយពេលម៉ាក់ទៅកម្មវិធីដេញថ្លៃនិងដេញថ្លៃទិញមួយទៀតឲ្យកូន ម៉ាក់កុំនិយាយបែបនេះអីកងដៃមួយនេះដើមឡើយជាតិរបស់ម៉ាក់តាម៉ាក់ចង់ឲ្យអ្នកណាក៏បានដែរម្យ៉ាងទៀតប្រហែលឆ្នាំនេះបងស្រីរងទុកនៅខាងក្រៅច្រើនណាស់ឲ្យគាត់ក៏ជារឿងត្រឹមត្រូវដែរ ម៉េចអ្នកក្រមកពីស្រុកស្រែភ្នែករ៉ាអញ្ចឹងឯងឃើញស្អីក៏ចេះតែចង់បានមិនមើលថាខ្លួនឯងគឺជាស្អីថានឹងស័ក្តិសមឬក៏អត់មិនចេះមើលខ្លួន ម៉ែក៏ខ្ញុំមានសញ្ញាអត់ខួរអញ្ចឹងល្បិចផឹកទៀតបែបនេះក៏ជឿដែរណែវ៉ាន់ថាងកងដៃមួយនេះឯងឲ្យទៅប្អូនស្រីឯងទៅធ្វើក្នុងផ្ទះមានរឿងរញ៉េរញ៉ៃអស់ហើយឃើញទេ វ៉ាន់ថាងតួអញជាកូនស្រីមហាសេដ្ឋីពិតប្រាកដវាយ៉ាងម៉េចរបស់ដែលវ៉ាន់មីសម្លឹងឃើញហើយគឺអាចជារបស់ខ្ញុំតែម្នាក់គុណរួមទាំងប្រុសរបស់ខ្ញុំដែរ នាងចង់ធ្វើអីទៀតហើយយ៉ាវ៉ាន់ថាងទោះបីច្បងមិនចង់ឲ្យកងដៃនេះមកខ្ញុំក៏ដោយហេតុអីបងត្រូវកំទេចទឹកចិត្តរបស់ម៉ាក់ហើយរុញខ្ញុំទៀតបូលីបងមើលគាត់ទៅមើល មិនស្រួលទេក្នុងមតិសភៅនិយាយថាស្រីពុតបុត្រនេះមានចេតនាបោកកំទេចកងដៃថែមទាំងអញឲ្យទៅដួលលើដីទៀត នេះជាសាច់រឿងរលួយស្អីហ្នឹង លេម៉ូឈិនគេស្អប់ឯងទាំងល្ងងទាំងគួរឲ្យខ្មាស់គេបង្ខំឲ្យឯងសុំទោសវ៉ាន់មីលេម៉ូឈិនគេនៅប្រាប់ឯងទៀតថាយប់នេះត្រឡប់ទៅវិញនឹងចាត់ការឯងឲ្យចាស់ដៃ គឺចង់ធ្វើនេះនោះមែនទេ ប្រកាសជាមានន័យតាមត្រង់នឹងហើយឯងគិតអីណា ទស្សនភាពនេះដូចគ្នាបែបបណ្ដឹងក្នុងរឿងខ្ញុំចាប់ហើយខ្ញុំថាឲ្យបងលីស្នេហ៍ខ្ញុំជាងគេប្រកាសជាមកជួយលើកខ្ញុំ
ប្រពន្ធសម្លាញ់ មិននឹងអាចទៅរួញ ដៃត្រីរបួសហើយដៃត្រីរបួសហើយ បងលីហេតុអីបងមិនជួយលើកខ្ញុំ ឈឺទេបងជួយផ្លុំឲ្យ ឈឺ ហៅពេទ្យប្រពន្ធសម្លាញ់អូនទ្រាំតិចណា មិនអាចទេបងលីប្រកាសជាកំពុងតែសម្ដែងចង់ឲ្យខ្ញុំប្រចាំតាក់ទាញចំណាប់អារម្មណ៍ខ្ញុំ មិនអីទេគ្រាន់តែរបួសតូចតាចមិនបាច់បារម្ភទេ បងលីខ្ញុំចង់និយាយជាមួយបងតិច ខ្ញុំឲ្យពេលនាង3នាទីខ្ញុំត្រូវទៅមើលប្រពន្ធខ្ញុំទៀត បងលីបងថ្លៃមិនក៏បងប្រែប្រួលអញ្ចឹងបងពីមុនខ្ញុំឈឺតិចតួចក៏បងសួរសុខទុក្ខខ្ញុំដែរឥឡូវខ្ញុំឈឺនៅបរទេសកណ្ដាស់ខែបងមិនទាំងខ្វល់ជាមួយខ្ញុំមួយម៉ាត់ផងបងមិនមែនបដូរចិត្តទេគឺជាអី បាយឈឺហើយនាងគួរតែខំប្រឹងហាត់ប្រាណបង្កើនប្រព័ន្ធភាពស៊ាំកាត់បន្ថយការដើរលេងនៅចំការតែខ្លះទៅ មានន័យថាម៉េច ក្លិនពុតត្បុតខ្លាំងពេកខ្ញុំមិនចូលចិត្តទេម្យ៉ាងទៀតនាងអាចឈរនិយាយជាមួយខ្ញុំនៅទីនេះបានគឺខ្ញុំយល់មុខបងស្រីរបស់នាងទេបើនាងនៅតែនិយាយពាក្យមិនដឹងកលៈទេសៈហើយធ្វើឲ្យគេរបួសទៀតនោះនាងនឹងដឹងពីលទ្ធផលយ៉ាងម៉េចហើយអ្នកគ្រូពេទ្យប្រពន្ធខ្ញុំយ៉ាងម៉េចហើយ គ្មានបញ្ហាធំដុំទេ អរគុណអ្នកគ្រូពេទ្យ មិនអីទេបងមើល វ៉ាន់ថាងស្រីថោកទាបអញនេះហ៊ានតែទាញបេះដូងបងលីដណ្ដើមគ្រប់យ៉ាងរបស់ខ្ញុំតំណែងលោកស្រីលីខ្ញុំត្រូវតែដណ្ដើមមកវិញឲ្យបានបងប្រុសហ្វឹងជឺ បានហើយបើសិនជាដោយសាររឿងដែលនាងសម្ដែងនៅក្នុងពិធីជួបជុំគ្រួសារកាលពីម្សិលមិញនោះនាងមិនច្បាច់ហាមកទេអ្នកបររបស់ខ្ញុំមិនឲ្យនាងសងថ្លៃខូចខាតផ្លូវចិត្តរបស់គាត់គឺគាត់ចិត្តទលីដាក់នាងណាស់ទៅហើយ បងប្រុសហ្វឹងជឺសំបីតបងក៏កាន់ជើងគាត់ដែរពួកយើងរស់នៅជាមួយគ្នា20ឆ្នាំហើយមិនស្មើវ៉ាន់ថាងដែលស្រាប់តែលេចមកអញ្ចឹងឯង ឈប់សិនមនុស្សចេតនាគឺជាមនុស្សចេតនាហេតុផលគឺហេតុផលនាងសម្ដែងបែបធ្លីរឿងកុំទីយកមនុស្សចេតនាយកមកធ្វើជាខែល ខ្ញុំដឹងថាគ្រាន់តែនិយាយមកទៅទេបងមិនជឿខ្ញុំទេបងមើលនេះទៅ នេះជាឧបករណ៍ថ្មីស្អីទៀតហើយក ងដៃត្បូងថ្មរបស់ម៉ាក់នោះត្រូវបងគាត់បដូរឆ្កងខ្លាំងៗគាត់ទម្លាក់កំហុសឲ្យខ្ញុំទៀនធ្វើឲ្យខ្ញុំអាម៉ាស់មកនៅក្នុងចំណោមមនុស្សជាច្រើន អូហើយចុះយ៉ាងម៉េចនាងមករកខ្ញុំដើម្បីតវ៉ា ខ្ញុំមិនចង់ឲ្យគាត់ដើរផ្លូវខុសឲ្យខុសទៀតទេបងប្រុសហ្វឹងជឺបងប្រុសមួយឈិនត្រូវគាត់ពង្វត់ទាំងស្រុងហើយមិនជឿមិនស្ដាប់តាមការបញ្ជូលខ្ញុំទេខ្ញុំមានតែបងម្នាក់គុណបងប្រុសហ្វឹងជឺសូម្បីតែបងក៏មិនជឿខ្ញុំដែរខ្ញុំរស់នៅបានណីអីទៀតខ្ញុំមានតែយកសេចក្តីស្លាប់មកបញ្ជាក់ភាពស្អាតស្អំ សេម៉ាន់កុំថតអីឯងមានអារម្មណ៍ថាលេម៉ូឈិនថ្មីនេះប្លែកឬក៏អត់ គឺដោះស្លាមនៅខាងក្រោយឬក៏មានពន្លឺពណ៌បៃតងនៅលើក្បាល ចង្រៃឯងនេះខ្ញុំមានអារម្មណ៍ថាគេដូចជាពិតជាចាត់ទុកខ្ញុំជាប្រពន្ធគេមែនតើអញ្ចឹង មិត្តសម្លាញ់អញភ្ញាក់ឡើងបើភ្នែកមើលការពិតទៅសត្វតែជាការចុះច្រឡំនេះគឺជាការយកចិត្តទុកដាក់របស់តួឯកប្រុសចំពោះតួដែលចិត្តនឹងស្លាប់គឺជាក្របបែកស្រោបស្ករព្រះអើយនៅទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុនលីមានគេផ្សាយបន្តផ្ទាល់មានមនុស្សចង់លួចពីលើអគារសូម្បីតែបងក៏មិនជឿខ្ញុំរស់នៅបានណីអីទៀត វ៉ាន់ម៉ៃចុះគេមក យកសេចក្តីស្លាប់មកបញ្ជាក់ប៉ុណ្ណោះ វ៉ាន់ម៉ៃ មានរឿងអីចុះមកនិយាយគ្នាសិនមក ហេតុអីវ៉ាន់ថាងគ្រាន់តែលេចមកពួកបងក៏លំអៀងទៅរកគាត់បងកុំចាំមកទៀតមិនអញ្ចឹងខ្ញុំនឹងលុតចុះទៅហើយវ៉ាន់ថាងនិយាយអីក៏ពួកបងជឿទាំងអស់ពួកបងមិនដែលជឿខ្ញុំម្ដងណាទេមិនមែនចាយនឹងរៀនចប់ពីសាលាសម្ដែងល្ខោនទៀតដឹងប៉ុន្តែឯងត្រូវពាក់ព័ន្ធទៀតហើយក ុំនិយាយពីខ្ញុំអីនេះមើលនេះប្តីអ្នកណាប្តីឯងនៅទីនេះធ្វើជាវីរៈបរិះសង្គ្រោះស្រីស្អាតតា
មិនអញ្ចឹងពួកយើងទៅមើលទៅទេទៅមើលចុះបើមានមនុស្សស្លាប់មែនតើយ៉ាងម៉េច ប្រកាសជាត្រូវទៅហើយការសង្គ្រោះយុវតីដែលដើរផ្លូវខុសគឺជាកាតព្វកិច្ចដែលពលរដ្ឋគ្រប់រូបគួរតែធ្វើតោះយើងសំផ្លែងតែសំផ្លែងតែសំផ្លែគឺគាត់គឺវ៉ាន់ថាងលួចកង់ដៃពេទ្យប្រកាន់ផកតាំងនៅទីនេះវ៉ាន់ម៉ៃនាងក៏មកចាប់ប្រកាន់ផ្ដេសផ្ដាស់មកទៅទេនាងមកចាប់ប្រកាន់ស្អីហ្នឹង រ៉ាន់ម៉ៃមានរឿងអីនាងចាំមកនិយាយគ្នាសិនមកពួកយើងយកផោតាំងចេញមកនៅមុខមនុស្សទាំងអស់គ្នា ត្រូវ ខ្ញុំអត់ទេខ្ញុំចង់ឲ្យពួកបងបញ្យល់ឲ្យច្បាស់នៅចំពោះមនុស្សគ្រប់គ្នាកង់ដៃនោះគឺបងជាអ្នកលួចបងតម្លាក់កំហុសឲ្យខ្ញុំនាង វ៉ាន់ថាងស៊ូមិនឆៅនេះមិនមែនជារឿងពួកនេះទេឆាប់ចេញទៅ លីហ្វាំងជឺបងប្រុសតែស្រីពុតបត់ចង់ស្លាប់បើជាមិនស្រីដាក់ពួកយើង ស៊ូសៀវម៉ាន់តើនេះពិតជាស្ដាប់មិនចូលផ្លិតមែនណា បង រ៉ាន់ម៉ៃឯងស្ដាប់ឲ្យច្បាស់ទី1កងដៃនោះដាំឡើយជាកងខ្លាំងខ្លាយខ្ញុំរំខាងដើរត្រង់អង្គុយត្រង់មិនចាំបាច់ទៅបដូរជារបស់ខ្លាំងខ្លាយទេទី2ឯងបើសិនជាពិតជាចង់សម្រាប់ខ្លួនមែនហេតុអីទៅរកកន្លែងដែលលោតនឹងស្លាប់បែបនេះទី3ឆាប់ចង់មកឲ្យយើងកុំសម្ដែងទៀតខ្មាស់គេណា វ៉ាន់ថាងបងចង់បំលែងសទៅខ្មៅសម្រាប់ខ្ញុំទៅអស់ចិត្តមែនទេនាងលត់ទៅនាងមានសមត្ថភាពលត់ទៅនៅទីនេះចង់ស្លាប់រស់គឺជាសិទ្ធិរបស់នាង ឈប់និយាយទៅ សេម៉ានលីហ្វាំងជឺបងលុយណាបងលុយណា ឯងសេម៉ាន ស៊ូម៉ាន់ ហ្វាំងជឺខ្ញុំពិតជាលោតប៉ាត់មែនណា វ៉ាន់ម៉ៃនាងលោឡាគ្រប់គ្រាន់ហើយនៅនាងចង់ដៃមនុស្សទាំងអស់ចេញទើបនាងពេញចិត្តតាមមែនទេណាស្គឹមអូខេម៉ៃខ្ញុំនិយាយធ្ងន់បន្តិចនាងចុះសិនមកខ្ញុំសន្យាជាមួយនាងប្រកាសជាជួយរកចិត្តធម៌ឲ្យនាងវិញ បងប្រុសហ្វាំងជឺបងពិតជាជួយខ្ញុំមែនទេបងមិនធ្វើដោយបងប្រុសម៉ូឆិនដែលជឿតែគេមិនជឿខ្ញុំទេមែនទេ យើងនិយាយមកណាម៉ាត់នឹងនាងចុះសិនមកយឺតហត់ដៃមកបងប្រុសហ្វាំងជឺចារបស់ខ្ញុំដូចជាថ្លោះហើយ យើងជួយនាងទៅមន្ទីរពេទ្យចុះ អត់ទេខ្ញុំមិនទៅមន្ទីរពេទ្យទេខ្ញុំមិនអីទេ បងប្រុស បងប្រុសហ្វាំងជឺជើងខ្ញុំដូចច្បាស់ចឹងហើយបាក់មែនតើណាឈឺណា មានរឿងអីហ្នឹង បងប្រុសនេះគឺ បងប្រុសហ្វាំងជឺមិននេះបងក៏ឃើញដែរគឺវ៉ាន់ថាងជាអ្នកលួចកង់ដៃផតតាំងគឺនៅទីនេះទាំងអស់គាត់ច្បាស់ជាមិនប្រាប់ទទួលស្គាល់ទេបងត្រូវឲ្យគាត់សុំទោសខ្ញុំគាត់មិនតន់សុំទោសខ្ញុំផងបងថារកយុត្តិធម៌ឲ្យខ្ញុំមិនក៏បងមិនប្រាប់ឲ្យនាងសុំទោសខ្ញុំ នាងគិតថានៅមិនតគ្រប់គ្រាន់ទៀតទេលោឡាដល់ថ្នាក់ជិះភ្នែកអស់ហើយគេមកបណ្ដៃស្រីម្នាក់នេះទៅផ្ទះតកូលវងវិញភ្លាមថ្ងៃក្រោយបើគ្មានការអនុញ្ញាតពីយើងនឹងលោកប្រធានលៀនទេដាច់ខានមិនឲ្យនាងចូលក្រុមហ៊ុនតកូលលីបានទេ បងប្រុសហ្វាំងជឺ ឯងតាមយើងមកការិយាល័យ ឯងនៅវ៉ាន់ម៉ៃមិញនេះទាញចុះទាញឡើងអោបរិទ្ធគ្នាតើនេះជាទង្វើស្អីគេដែរទៅ បងប្រុសមិនដេកដឹងឮខ្ញុំធ្វើអញ្ចឹងមិនមែនដើម្បីទប់នាងទេបងគិតទៅមើលបើសិនជានាងឡប់ខួរហើយលុតចុះមែនទែននោះស្លាប់ណាគេក្រុមហ៊ុនពួយជើងថ្ងៃស្អែកពីហ៊ុនក្រុមហ៊ុននឹងធ្លាក់ចុះពួកតាចានៅក្រុមប្រឹក្សាភិបាលមិនទៅពីពួយជើងស៊ីទាំងរស់ហើយទេ ប្រើខួរក្បាលរបស់ឯងគិតមើលទៅវ៉ាន់ម៉ៃជាមនុស្សប្រភេទណានាងចង់លូតរាល់ថ្ងៃនេះច្រើនដងជាងឯងផ្លាស់ប្ដូរខោឲ្យទៅទៀតលើកណាក៏នាងចង់លូតដែរមិនអញ្ចឹងខ្ញុំដើម្បីមកការករណីកើតឡើងដល់ចៃដន្យទេហើយចាបងប្រុសកុំទុកខ្ញុំអីតើពិធីជួបជុំគ្រួសារខាងស្រីតើចាំមិនទៅហើយឬថាមានរឿងមិនសប្បាយចិត្តដោយសាររឿងកងដៃនោះបាទណាឈុំនិយាយទៅរឿងជួបជុំកម្មវិធីខាងស្រីឯងមិនបាច់ចាំមកខ្វល់ទេឯងគ្រាន់តែចាំទុកថាប្រពន្ធយើងមិនថានាងធ្វើអ្វីចំពោះយើងគឺនាងត្រូវជានិច្ចចំណែកអ្នកដទៃវិញមិនសំខាន់ទេចាប់ហើយអូយបងប្រុសបងមិនបានឃើញសៀវម៉ាន់ពេលដើរចេញមិញនេះទេភ្នែកនាងឡាក់ក្រហមដោយសារតែនាងខឹងខ្លាំងពេក
នាងប្រកាសជាស្អប់ខ្ញុំខ្លាំងណាស់ហើយ សំមុខហើយអ្នកណាក៏ខឹងដែរយើងប្រាប់ឯងទៅចុះឯងឥឡូវជាមនុស្សដែលមានប្រពន្ធហើយនៅឲ្យឆ្ងាយពីពួកស្រីដែលមិនពាក់ព័ន្ធទាំងអស់នោះបន្តិចទៅបានទេបើឲ្យយើងឃើញឯងពាក់ព័ន្ធជាមួយវ៉ាន់មីទៀតមិនប្រពន្ធឯងចាត់ការទេគឺយើងវាយបំបាក់ជើងឯងតែម្ដងបងប្រមូលឆាន់ពិតជាខ្វល់ពីខ្ញុំជាងគេមែនប្រកាសជាមិននេះលីហ្វឹងជឿរួញខ្ញុំកំហុកដាក់ខ្ញុំទៅគាត់ខឹងបែបនេះគាត់ធ្វើល្អដាក់វ៉ាន់ថាងប្រកាសជាគ្រាន់តែសម្ដែងដំណៃលោកស្រីលីតាមពិតទៅជារបស់ខ្ញុំដដែលទេសេម៉ានផ្នែកលីហ្វឹងជឿទុកសម្រាប់តាំងលម្អមែនទេការសម្ដែងកម្រិតមតិរបស់វ៉ាន់មីសោះក៏គេជឿទៅរួចដែរបេប៊ីកុំខឹងអីពួកយើងមិនខឹងទេព្រោះតែប្រុសប្រភេទនេះធ្វើខ្លួនឯងខឹងដល់ថ្នាក់កាត់ដុំគេនៅស្ដំគឺមិនសមនោះទេម្យ៉ាងទៀតឯងមើលខ្ញុំនេះប្រុសណាមិនមែនគ្រាន់តែចង់សើចសឹកនឹងភាពអស្ចារ្យដែលមនុស្សស្រីចង់ស្លាប់ចង់រស់ប្រច័ណ្ឌគ្នារឿងពួកគេបែបនេះទេសម័យប្រពន្ធច្រើនពីហួយយូរហើយនេះមកពេលតាមចិត្តពួកមនុស្សប្រុសសម្អុយទាំងនោះពេកអញ្ចេះទៅចាំគេត្រឡប់មកវិញចានឹងបើកថ្នាក់បំពន់លឿនមួយឲ្យគេវគ្គសិក្សាមានឈ្មោះថាការស្គាល់និងការការពារពីមនុស្សពុតត្បិតសម័យទំនើបធានាបង្រៀនឲ្យចេះត្រូវហើយត្រូវពីនេះគេឲ្យចម្លងសៀវភៅពាក្យពេចន៍ពុតត្បិតនិងគម្ពីរសិលធម៌បរោះ100ដងចម្លងមិនតាន់ចាប់មិនឲ្យឡើងក្រែតទេប៉ុន្តែថ្ងៃនេះរ៉ាន់មីអាចប្រូតែកង់ដៃខ្លាំងមួយចង់លុតពីអាគារគឺពិតជាហ៊ានមែនតែនហើយបើតាមចរិតរបស់ខ្ញុំកាលនៅពីកន្លែងថតកូនពីមុនណាខ្ញុំធានាថានឹងជួយនាងមួយដៃឲ្យនាងសម្ដែងឲ្យឆ្អែនលោតចុះឡើងរហូតដល់ស្លាប់រឹងខ្លួនសេម៉ានឯងមិនចាប់អារម្មណ៍ទេមិនត្រឹមតែពេលវេលាត្រឡប់មកវិញរបស់រ៉ាន់មីលឿនជាងមុនទេថែមទាំងរឿងរ៉ាវទាំងអស់កំពុងតែដើរទៅរកសាច់រឿងដល់រលួយក្នុងសៀវភៅដើមដែលមិនអាចគ្រប់គ្រងបានលេហ្វឹងជឿនៅជឿជាក់នាងដែលគ្មានលក្ខខណ្ឌបានហើយនិយាយពីរឿងនេះខូចអារម្មណ៍ណាស់ប៉ុន្តែលីមួយឆាន់គ្រាន់បាដែរតាលើកមុនឯងមិនមែនប្រាប់ខ្ញុំទេថាពេលទៅកម្មវិធីជួបជុំគ្រួសារខាងស្រីគេនៅកាន់ជើងឯងសម្បកក្រោយគឺអញ្ចឹងហើយប៉ុន្តែឥឡូវគិតទៅ80%សុទ្ធតែជាការសម្ដែងទេយ៉ាងណាក៏ទៅរៀបការថ្មីថ្មោងមែនទេអគ្គនាយកក្រុមហ៊ុនលីមានតែតុងក្រហមនៅក្នុងផ្ទះមិនរលំតែខាងក្រៅអាចតុងចម្រោះពណ៌បក់រវិចបានខ្ញុំយល់ហើយទុកប្រពន្ធកំសត់កំរនៅក្នុងផ្ទះធ្វើជាមុខមន់ខាងក្រៅមានពន្លឺព្រះច័ន្ទមិត្តភ័ក្តិពីស្រីក្មេងស្និទ្ធស្នាលម្នាក់ហើយម្នាក់ទៀតភ័យកញ្ចប់ប្រុសព្រៀនហើយបានហើយប្រុសបែបនេះពួកយើងមិនយកក៏បានដែរពួកយើងក៏មិនមែនជាអ្នករើសអិតចៃណាខាងពួកយើងគិតធ្វើយ៉ាងម៉េចទៅវិលចុះវិលឡើងដូចជានៅតែមិនអាចគេចផុតពីវាសនាធ្វើជាតួងាប់ឆាំនៅរត់ទៀតអន់ជារងចាំឲ្យសាច់រឿងនឹងវាសនារញច្រានពួកយើងដោយអកម្មមិនអញ្ចឹងពួកយើងក្តាប់សិតផ្ដួចផ្ដាំក្នុងដៃខ្លួនឯងវិញទេហើយខ្ពស់ពិតជាខ្ពស់មែនសំជាកម្ពុជាបញ្ញវន្តប្រចាំមណ្ឌលកម្មាកំព្រារបស់ពួកយើងមែនធ្វើអញ្ចឹងហ្មងទៅប្រពន្ធសម្លាញ់មើលនេះបងតម្រង់ជួយយូរណាស់ទើបអាចទិញនំនេះមកបានគឺជានំស្តបប៊ឺរី Limited ដែលអូនចូលចិត្តញ៉ាំអូនឆាប់ភ្លក់មើលទៅជប់ខាងបងទៅណាអូនសម្លាញ់អូនវាយនៅឈឺដៃអត់មករបស់បងនៅឈឺនៅឡើយទេអូនឆ្លៀតឲ្យបងបន្តិចមកប្រពន្ធសម្លាញ់ជួយបងនិយាយពាក្យល្អៗជំនួសហ្វឹងជឿបន្តិចទៅគេដឹងខុសហើយលេងមកចិនបាទពួកយើងលេងគ្នាទៅឡងតាមខ្ញុំមកនេះបន្តិច
នៅឈឺទេ ឈឺប្រពន្ធសម្លាញ់អូនកម្លាំងដៃខ្លាំងណាស់ សុំទោសផង អ្នកដែលគួរតែសុំទោសគឺបងល្ងងខ្វាក់ភ្នែកធ្វើឲ្យអូនរងទុក្ខហើយដៃអូននៅឈឺអត់មកបងផ្លំឲ្យ ហើយចាខ្ញុំថានេះសុំទោសមិនមែនដោយសារតែមួយកំភ្លៀងបាញ់នោះទេអីលេហ្វឹងជឺអ្វីដែលខ្ញុំចង់ប្រាប់លោក អូននិយាយអី ឲ្យហេតុផលមកបងមួយមក លោកអគ្គនាយកលីទីនេះគ្មានអ្នកក្រៅទេកុំសម្ដែងជាអគ្គនាយកដែលមានស្នេហាជ្រៅជ្រៅអីមិនហត់ទេ សំដែងហ៎បងសំដែងអីទៅ នៅឯសម្ដែងអីទៀតស្រឡាញ់ប្រពន្ធកាន់ជើងប្រពន្ធអីហ្នឹងហាក់បីដូចជាខ្វល់ខ្វាយពីប្រពន្ធចំនួននេះខ្លាំងណាស់ ប្រពន្ធខ្ញុំតែងតែត្រូវជានិច្ចទន្ទិញបានស្ទើរល្អណាស់តាប៉ុន្តែក្នុងចិត្តលោកតែងតែនឹកគិតដល់ប្អូនស្រីរ៉ាន់មីដែលជាពន្លឺព្រះចាស់របស់លោកនោះមិនដាច់សោះមែនទេមកអង្គុយចុះមកលោកអគ្គនាយកលីកុំឈរអីអង្គុយចុះសឹមមកយ៉ាងណាក៏ខ្ញុំមិនមានបំណងនិយាយវៀងវៃជាមួយលោកដែរ ខ្ញុំប្រាប់លោកតាមត្រង់ចុះ ខ្ញុំ រ៉ាន់ ស៊ូ ផា សៀវ ន ម៉ាន គឺឆ្លងចូលក្នុងរឿងម៉ាន អូននិយាយអី ដើម្បីចាក់ចែងពីបងលោកស្រីលីពិតជាខំប្រឹងរិះរោពិធីមែនសូម្បីតែហេតុផលឆ្លងចូលទៅក្នុងរឿងនេះក៏នឹកឃើញដែរជំហានបន្ទាប់មិនមែនអូនមានបំណងប្រាប់បងថាតាមពិតអូនជាចារកម្មមកពីភពផ្កាយទេដឹង ហើយខ្ញុំអ្វីដែលខ្ញុំនិយាយសត្វតែជាការពិតស្នេហាគ្រោះថ្នាក់ត្រកូលអភិជនពលិប្រជារបស់អ្នកដឹកនាំផ្ដាច់ការទាំងពីរកូនកំមុំចំនួនរបស់មេចិត្តធំចង្អៀតលោកមិនធ្លាប់អានទេល្បីណាស់ អ្វីដែលអូននិយាយទាំងនេះបណ្ណាល័យសាកលវិទ្យាល័យកំពូលទាំង100ក្នុងចំណាត់ថ្នាក់ QS ពិភពលោកគួរតែមិនមានរក្សាទុកទេ ហើយនេះហើយគឺជាចិញ្ចាំងចំណេះដឹងក្នុងរឿងព្រេងនោះហីបឡំលោកយ៉ាងហោចណាស់ក៏លោកធ្លាប់អានដែរលោកកុំប្រាប់ខ្ញុំណាថាក្បែរក្រែលោកសិតតែដាក់សភៅទ្រឹស្ដីសេដ្ឋកិច្ច ប្រកាសជាធ្លាប់អានហើយមួយរយៈមុនអាន Dickin ថ្មីនេះកំពុងតែអានសៀវភៅភាពឯកា100ឆ្នាំរបស់ Garcia Marquez បានហើយនិយាយជាមួយខួរក្បាលអគ្គនាយកដែលទទួលបានការអប់រំកម្រិតអភិជនដូចជាលោកមិនយល់ទេហើយនិយាយឲ្យខ្លីទៅខ្ញុំនិងស៊ូសៀម៉ានមិនមែនជាមនុស្សនៅក្នុងពិភពរបស់ពួកលោកទេពួកយើងគឺជាមនុស្សក្រៅភពដែលឆ្លងកាត់ BUG មកទីនេះ ចុះយ៉ាងម៉េចពេលនេះអូនឈរនៅទីនេះគឺជាប្រពន្ធដែលបងទទួលស្គាល់យ៉ាងស្របច្បាប់ជាការពិតប៉ុណ្ណឹងបងគិតថាគ្រប់គ្រាន់ហើយ ប៉ុន្តែខ្ញុំមិនមែនជារំថានដែលលោកស្គាល់នោះទេសរុបមកអាពាហ៍ពិពាហ៍នេះត្រូវលែងលះនេះគឺជាបញ្ញារបស់ពួកយើងហើយក៏ដើម្បីប្រយោជន៍ពួកលោកដែរ ប្រពន្ធសម្លាញ់អូននិយាយអីបងស្ដាប់ទាំងអស់ប៉ុន្តែមានតែរឿងនេះមួយគឺមិនបានទេ ខ្ញុំដឹងហើយថាលោកមិនយល់ព្រមទេបានហើយពួកយើងធ្វើកិច្ចព្រមព្រៀងមួយទៅមិនខ្វល់ថាលោកនេះលេជឿហ្វឹងជឿឬក៏អត់ទេប៉ុន្តែសាររឿងគឺសរសេរបែបនេះខ្ញុំនិងស៊ូសេម៉ាន់គឺជាទូងាប់ដល់អភ័យពីរនាក់ម្នាក់ក្រីក្រតតែស្លាប់យ៉ាងវេទនានៅតាមផ្លូវម្នាក់ទៀតនៅក្នុងមន្ទីរពេទ្យឈួតត្រូវគេកាប់ដឹកកាប់បន្លាយពីមុនពួកយើងទាំងពីរធ្វើរឿងប្តេជ្ញាមិនមែនដើម្បីអភិវឌ្ឍឧស្សាហកម្មធ្វើពុតទេសັບសាតដើម្បីផ្លាស់ប្ដូរវាសនារក្សាជីវិតតូចមួយនេះទេ ដូច្នេះខ្លឹមសារនៃកិច្ចព្រមព្រៀងរបស់អូនគឺត្រូវការឲ្យបងជួយពួកអូនលុបបំបាត់សាច់រឿងមែនទេ ទេវិធីតែមួយគត់ដែលអាចសង្គ្រោះពួកយើងបានគឺលោកលីម៉ូឆិនលោកឥឡូវត្រូវការបញ្ញាប់ទៅនៅជាមួយពន្លឺព្រះច័ន្ទរ៉ាន់មីរបស់លោកភ្លាមជួយនឹងឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិតបែបនេះទៅដុំថ្មរេរាំងផ្លូវដូចពួកយើងទាំងពីរអាចរកបាន ប្រពន្ធសម្លាញ់អូននិយាយម្ដងទៀតមកមើល ដូច្នេះស្ដាប់យើឬក៏អត់ យល់ខ្លះ
តែមិនសូវអាចទទួលយកបានទេ សរុបសេចក្តីទៅខ្ញុំនឹងស៊ើក្រោយពេលលេងជាមួយនឹងពួកលោកហើយប្រហែលជាត្រូវសុំស្នាក់នៅកន្លែងពួកលោកមួយរយៈសិនប៉ុន្តែលោកកុំបារម្ភពួកយើងដាច់ខាត់មិនស្នាក់នៅទេធានាជួយលោកតាមញ៉ារ៉ាន់មីឲ្យបានសម្រេចហើយពួកយើងនឹងពឹងលើកម្លាំងខ្លួនអញចេះតែធ្វើការរលុយដាច់ខាត់មិនយកអំបោះមួយសរសៃមកជលមួយដើមរបស់លោកលីឡើយ នៃរបស់អូនគឺសញ្ញេនៅលើរបស់នេះពួកគេនឹងមិនរត់ថែមទាំងស្នាក់នៅយ៉ាងត្រឹមត្រូវទៀតផង ចាំបងប្អូនពលលោកទាំងពីរអ្នកកាត់គូគ្នាបានល្អទេ អាចដឹងថាឆ្លងចូលទៅក្នុងរឿងគឺជាអីទេ ទើបតែស្រាវជ្រាវមិញអត្តន័យប្រាជ្ញនៅក្នុងសភៅពួកគេគឺជាអ្នកមានពួកគេមិនត្រឹមតែដឹងសាច់រឿងទេហើយពួកគេថែមទាំងដឹងខ្លួនថាទីបញ្ចប់ពួកគេមិនល្អទៀតផងហើយចាបងប្រុសបងគិតយ៉ាងម៉េចទៅ អ្នកបងរបស់ឯងឲ្យពេល3ខែក្នុង3ខែនេះគឺគ្រប់គ្រាន់ឲ្យយើងតាមញ៉ាយនាងត្រឡប់មកវិញហើយ ផែនការរបស់ពួកគេឥឡូវនេះដូចជាផ្គូផ្គងបងជាមួយនឹងវ៉ាន់មីឲ្យនៅជាមួយគ្នារឿងឯងបង្កឲ្យយើងជាអ្នកទទួលខុសត្រូវមែនទេ ខ្ញុំខុសហើយបងប្រុសខ្ញុំពិតជាដឹងកំហុសពិតមែន ធ្វើតាមអ្វីដែលពួកអូននិយាយចុះប៉ុន្តែកិច្ចព្រមព្រៀងលែងលះពួកយើងរក្សាទុកសិន3ខែក្រោយទើបអាចចូលជាធរមាន ណាអេបន្ទប់នេះខ្ញុំដកហូតហើយ ប្រពន្ធសម្លាញ់អញ្ចឹងអូនឲ្យបងដេកនៅណាទៅ វេលានេះមានបន្ទប់ជើងដំលោកចង់ដេកនៅបន្ទប់ណាក៏ដេកទៅ អូនប្រពន្ធសម្លាញ់ពិតជាដេកជាមួយបងហើយមិនទទួលខុសត្រូវមែនទេ នេះសម័យណាទៅហើយលោកមិនមែនគិតថាដេកជាមួយគ្នាមួយជប់ត្រូវទទួលខុសត្រូវទេដឹងហើយក៏ហាមហៅខ្ញុំថាប្រពន្ធសម្លាញ់ ប្រពន្ធសម្លាញ់បាទប្រុសសួរមិនថ្ងៃនេះថាខ្ញុំត្រង់នេះមើលមុខរបស់ឯងចុះអត់តម្លៃសោះហើយ ខ្ញុំអត់តម្លៃអ្នកបងកាន់តែអត់តម្លៃទៀតហើយបងដើម្បីតាមញ៉ាយប្រពន្ធស្ទើរតែប្រគល់ក្រុមហ៊ុនឲ្យតែគេទៅហើយ អ្នកណាថាយើងចង់ឲ្យគេម្យ៉ាងទៀតអ្នកបងរបស់ឯងនោះគេមិនហៅថាអត់តម្លៃទេគេហៅថាកំណប់កំរគ្មានតម្លៃកាត់ថ្លៃបាន ប៉ុន្តែនិយាយត្រឡប់មកវិញមកបងប្រុសបងច្បាស់ម្លឹមឡើងថាអ្នកបងពិតជាអាចឈ្នះបានមែន ប្រពន្ធរបស់យើងដាច់ខាតគឺមិនចាញ់ទេ ចុះបើសិនជាខ្ញុំចង់បានន័យថាចៃដន្យ បើអញ្ចឹងនាងក៏ហ៊ានចាញ់ដែរព្រោះតែមានយើងជាអ្នកជួយដោះស្រាយរាល់បញ្ហារបស់នាងជានិច្ច បងប្រុសបងលួចលះបងច្រើនម្លឹមឡើងតើអ្នកបងដឹងដែរអត់ខ្ញុំលើថាគម្រោងនៅខាងកាត់ក្រុងពួកតាចាស់ៗនៅក្រុមប្រឹក្សាភិបាល យើងលះបង់ដើម្បីនាងគឺដោយស្ម័គ្រចិត្តនាងព្រមទទួលយកយើងគឺមានសេចក្តីសុខណាស់ទៅហើយចំណែកឯរឿងផ្សេងទៀតមិនសំខាន់មិនបាច់គិតអ្វីផ្សេងទៀតទេឈប់ខ្វល់ទៀតទៅ ប៉ុន្តែបងប្រុសតាំងពីលើកមុនគេនិយាយពីរឿងឈួតថាឆ្លងភពចូលក្នុងរឿងអីនោះប្រពន្ធបងនិងប្រពន្ធខ្ញុំដូចជាលប់សរសៃប្រសាទមិនដឹងទេ លប់សរសៃប្រសាទចុះយ៉ាងម៉េចអ្នកណាកំណត់ថាប្រពន្ធរបស់យើងត្រូវតែជានារីថ្លៃថ្នូរសុភាពរាបសារឯងត្រូវដឹងថានៅក្នុងលោកនេះមិនមែនមានតែផ្កាកុលាបមួយប្រភេទទេផ្កាកុលាបក៏មិនមែនមានតែ1000នោះដែរអាចមើលនាងរីកស្រស់បំព្រងយើងក៏ពេញចិត្តណាស់ទៅហើយឈឹនិយាយពាក្យជ្រើម្លេះ ស្នេហាគឺបំពេញបំណងមិនមែនការគ្រប់គ្រងទេ ម៉ែចាប្រាប់ឯងបន្ទប់ខាងលើពួកយើងមានមួយមិនធ្លាប់មានអ្នកនៅទេដែលគាត់ស្អាតម៉េច មានរឿងអីនឹងតាំងសំណានជាផ្លូវការចាប់ពីថ្ងៃនេះទៅម៉ែគឺជាសមាជិកថ្មីនៅគ្រួសារពួកយើងហើយតោះម៉ែពួកយើងឡើងទៅខាងលើរើបន្ទប់ បងប្រុសអ្នកបងកំពុងតែរកប្រពន្ធចង់ឲ្យបងហាញតើនេះ បាត់មាត់
បន្ទប់នេះពន្លឺចូលល្អបំផុតហើយក៏នៅជិតបន្ទប់មេគ្រួសារបំផុតដែរម៉ែឯងស្នាក់នៅទីនេះចាពិតជាបានមែនទេនៅចិត្តបងប្រុសមួយឈិនម្លឹងម៉េបងប្រុសមួយឈិនរបស់ឯងមិញនេះបានផឹកស្រាស្វឹងតិចហើយមនុស្សប្រុសណាចូលចិត្តបំផុតគឺក្មេងស្រីដែលយល់ចិនហើយក៏ចេះដោះអាវដែរធ្វើអញ្ចឹងដូចជាមិនសូវល្អទេដឹងអញ្ចឹងទៅអញចាំចាយចូលទៅមុនបង្កើតចំនួនខ្លះសិនមួយសន្ទុះក្រោយមកចាំអញចូលទៅយល់លេយកតែខ្មុំទៅឲ្យប្រើសម្រាប់តាក់ទាញតិចទៅរឿងផ្សេងទៀតមិនបាច់ចាយបង្រៀនឯងទៀតទេដឹងលីម៉ូឆិនខាងចាត់ទុកបងជាមនុស្សយ៉ាងម៉េចហេតុអីក៏គិតចង់រុញបងទៅឲ្យស្រីផ្សេងស្រឡាញ់បងបន្តិចទៅវាស្លាប់អីទេមិនមែនលោកចូលចិត្តលីម៉ាឆិនលោកឈួតហើយខ្ញុំមិនអាចបន្តពាក់ព័ន្ធជាមួយលីម៉ូឆិនទៀតទេបើមិនចឹងទេមានតែធ្លាក់ចូលកាន់តែជ្រៅទឹកខ្មុំនៃក្តីស្រឡាញ់លើកនេះបងប្រុសមួយឈិនប្រកាសជាស្រឡាញ់ខ្ញុំមិនខានពន់ថាំងស្រីមុខពីរពោះក្បាលពីរនាងថាឲ្យខ្ញុំចូលមករស់នៅផ្ទះគ្រួសារលីគឺដើម្បីនៅចិត្តបងប្រុសមួយឈិនឲ្យបានច្រើនតាមពិតឲ្យខ្ញុំមើលពួកឯងផ្អែមល្ហែមនាងពិតជាមានចេតនាឲ្យខ្ញុំមកម៉ាស់មុខមែនទេស្រីរឿងមិនមែនដូចដែលនាងបានឃើញបែបនេះទេមិនមែនបែបនោះជាស្អីពន់ថាំងស្រីថោកទាមបងប្រុសមួយឈិនមិនក៏បងអាចធ្វើបែបនេះដាក់ខ្ញុំពន់មីខ្ញុំតែងតែមិនវាយមនុស្សស្រីទេប៉ុន្តែនាងក៏បង្ខំខ្ញុំឲ្យបំបែកច្បាប់ថ្ងៃនេះបងប្រុសមួយឈិនគាត់ថាគាត់នៅជាមួយបងដើម្បីលុយទេគាត់គឺជាមនុស្សស្រីស្រឡាញ់តែភាពហឺហាមិនចេះខ្មាស់អៀនប្រពន្ធយើងដល់វានាងនិយាយដល់ពីកាលជឿទេថាយើងនឹងហាច់មាត់របស់នាងចោលឥឡូវនេះយើង5នាទីចុះបើសិនជានាងចូលចិត្តលុយយើងមានលុយរាប់មិនអស់ឲ្យទៅនាងបងប្រុសមួយឈិនពួកបងត្រូវគាត់បោកហើយគាត់មិនមែនជីវ័នថារបស់ស្គាល់ពីមុនទេចុះយ៉ាងម៉េចអ្វីដែលយើងស្រឡាញ់គឺនាងនៅពេលនេះមិនថានាងជាទេពធីតាឬក៏នារីមកអាក្រក់ទេអ្វីដែលយើងស្រឡាញ់គឺនាងព្រលឹងដ៏កក់ក្ដៅរបស់នាងប៉ុន្តែមិនគាត់ថែមទៅចង់វាយបងទៀតផងបើវាយយើងទៅយ៉ាងម៉េចយើងស្ម័គ្រចិត្តទាំងអស់ម្យ៉ាងទៀតខ្លួនប្រារបស់យើងទាំងមូលសុទ្ធតែជារបស់នាងម្យ៉ាងទៀតខ្លួនប្រារបស់យើងទាំងមូលសុទ្ធតែជារបស់នាងពន់ថាំងរឿងនោះមិនចាប់ត្រឹមនេះទេនេះចាំទៅមើលទៅអញថាអគ្គនាយកលីចាប់អញថាប់នៅក្នុងបន្ទប់ធ្វើការថែមទាំងសារភាពស្នេហ៍ទៀតអ្វីដែលបងស្រឡាញ់គឺព្រលឹងដ៏កក់ក្ដៅរបស់អូននេះជាពាក្យពេចន៍ស្នេហាស្អីទៅណោះលយម្លេះអេចុះអញវិញអញមានប្រតិកម្មបែបម៉េចខ្ញុំស្ទើរតែទាំងកំភ្លៀងគេទៅហើយហាពួកឯងពីមុនមិនមែនធ្លាប់នេះនោះហើយទេអីខាងលើកនេះចូលទូហើយប្រាប់តាមត្រង់មកលើកនេះរំភើបជាងលើកមុនដែរឬអត់ទេប្រាប់ខ្ញុំមកឯងក៏មានអារម្មណ៍រំភើបញាប់ញ័របន្តិចដែរតើមែនដែរអន់ប្រហែលជាអញ្ចឹងហើយឯងចប់ហើយឯងធ្លាក់ក្នុងអន្លង់ស្នេហ៍ហើយយ៉ាធន់ណាស់ខ្ញុំឥឡូវក្នុងចិត្តរញ៉េរញ៉ៃណាស់រញ៉េរញ៉ៃអីទៅដល់សារតែអគ្គនាយកលីលេងមែនតែនអញ្ចឹងពួកយើងចាប់យកស្នេហានឹងការងារទៅត្រូវចាប់យកមនុស្សប្រុសផងនិងបង្កើតស្នាដៃការងារផងហើយងាយស្រួលម្លឹងឯណារ៉ាន់ចុងបៃអាល្ងងនោះជិះរណ្ដៅឲ្យខ្ញុំក្នុងរយៈពេល3ខែរកប្រាក់ចំណេញ160លានបើសិនជាខ្ញុំធ្វើមិនបានមែនប្រកាសជាត្រូវលុតជង្គង់នៅមុខក្រុមហ៊ុនរ៉ាន់ហើយអញ្ចឹងមិនមែនអាម៉ាស់មុខខ្លាំងទេ No អញគឺជាម្ចាស់ក្សត្រីដែលតស៊ូតាំងពីម្ដុំកម្មាកព្រានណាមានផ្ទះយាយអាណាល្មមឲ្យខ្មាស់គេនោះលោកកញ្ញាយូលីអ្វីដែលលោកមកជឿខ្ញុំស៊ើបពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនជាន់ខ្ពស់ជេសិងដាមនោះពួកគេពុករលួយខ្ញុំស៊ើបដឹងច្បាស់ហើយលោណា
រៀបចំផតតាំងឲ្យបានល្អស្អែកព្រឹកព្រលឹមផ្ញើចូលអ៊ីមែលប្រពន្ធយើង បាទយល់ហើយ ថាងអូនចង់លេងបងកំដរអូនចង់ឈ្នះបងនឹងជួយអូនប៉ុន្តែបើសិនជាអូនចង់រុញបងទៅឲ្យអ្នកផ្សេងដាច់ខាត់គឺទៅមិនរួចទេ អ្នកនៃប្រធានស៊ូចង់មកជប់បុគ្គលិកគឺបានប៉ុន្តែត្រូវអនុវត្តតាមច្បាប់របស់ការងារលុយសំណងរបស់ពួកយើងទាំងអស់គ្នាមិនអាចខ្វះសូម្បីតែមួយកាក់មួយសេនឡើយ ខ្ញុំធ្វើការនៅក្រុមហ៊ុន20ឆ្នាំហើយលុយសំណងគ្រប់គ្រាន់ឲ្យខ្ញុំចូលនិវត្តន៍ មានគិតថារបស់ខ្ញុំតិចហ៎ អ្នកទាំងអស់គ្នាមិននឹងចាប់ផ្ដើមការចរចាមិនអញ្ចឹងពួកយើងមើលរឿងខ្នាតខ្លីមួយសិនទៅ ឬខ្នាតខ្លីមើលទៅនេះក៏បានធ្វើរឿងល្អដែរខ្ញុំស្មានមានតែខ្ញុំតានេះលោកធ្វើរឿងល្អអីហ្នឹងមើលទៅល្អមិនគាត់បានដែរមិនមែនមានតែខ្ញុំតែឯណា ចង់ឲ្យខ្ញុំប្តឹងប៉ូលីសឬក៏ពួកលោកពេជ្របង្វិចចេញពីទីនេះទៅខ្លួនឯងជ្រើសរើសមួយ អ្នក ទៅ ធ្វើសួរពួកដកខ្លួនហើយនេះគ្រាន់តែជាការច្រឡំទៅហើយ យើងច្រឡំទៅហើយ អើយលុយណាស់ផតតាំងតានេះឲ្យរកបានមកពីណា ធ្លាក់ទៅលើមេឃមក បងប្រុសពួកយើងពិតជាត្រូវពិភាក្សារឿងនេះនៅក្នុងកិច្ចប្រជុំក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះពិតមែនទេ ប្រធានបទនៃកិច្ចប្រជុំថ្ងៃនេះគឺអ្វីទៅជាការឆ្លងចូលក្នុងរឿងរូបមន្តមូលដ្ឋាននៃការឆ្លងចូលក្នុងរឿងមានអ្វីខ្លះនិងការពិភាក្សាស៊ីជម្រៅអំពីតួអង្គងាប់ឆាប់និងបាតុភូតឆ្លងចូលទៅក្នុងរឿង លោកនាយកលីការឆ្លងចូលក្នុងរឿងគឺការឆ្លងចូលទៅក្នុងសិភៅតួងាប់ឆាប់ជាទូទៅគឺប្រើសម្រាប់លើកដំកើងតួឯកស្រី បន្តទៀត ជាទូទៅគឺឆ្លងចូលក្នុងតួស្រីចិត្តអាក្រក់ឬក៏តួងាប់ឆាប់ចុងក្រោយគឺស្លាប់ចាំងវេទនា តួងាប់ឆាប់ខ្លាចបំផុតគឺការដើរតាមសាច់រឿងដើម មិនចម្លែកទេដែរអ្នកបងតែតែចង់រត់អញ្ចឹងខ្ញុំត្រូវតែស្រាវជ្រាវបន្តិចដែរហើយសៀវមិនថ្មីនេះមិនឲ្យខ្ញុំចូលក្នុងបន្ទប់ដេកជាមួយសោះបន្តទៀតទៅ ចង់រក្សាតួរងស្រីដែលឆ្លងចូលក្នុងរឿងត្រូវតែប្រើវិធីសាស្ត្រពិសេស និយាយបន្តទៀត ដាក់ថ្នាំសម្រាប់ ហើយមានការចាប់ជំរិតវីរៈបរោះជួយសង្គ្រោះស្រីស្អាត នេះសុទ្ធតែជាគំនិតស្អីគេនឹង ដាក់ថ្នាំសម្រាប់មួយនេះគឺល្អណាស់ បងប្រុសចង់លេងមែនទេណាបងធំបងឈួតហើយនេះខុសច្បាប់ណាទោះបីជាធម្មតាអ្នកបងប្រកែកខាងបន្តិចមែនប៉ុន្តែមិនអាចដាក់ថ្នាំមកគាត់បានទេបងប្រុសព្រោះតែមនុស្សស្រីម្នាក់បងចង់ចូលគុកនេះមិនសមមនុស្សទេនេះគឺជាថ្នាំសណ្ដំបងកំពុងតែប្រព្រឹត្តបទល្មើសណា អ្នកណាថាយើងចង់ឲ្យនេះផឹកនោះ បងមិនមែនឲ្យគាត់ផឹកបងយ៉ាងនឹងមកធ្វើ មិនហ៊ានលះបង់កូនមិននឹងចាប់បានចចកដោយសារតែនាងស៊ីទុនមិនស៊ីរឹងយើងទប់លេងជាប់ហើយ មនុស្សខុសខើដើម្បីតាមញ៉ៃប្រពន្ធសុកចិត្តដាក់ថ្នាំខ្លួនឯងបងគឺជាបងប្រុសខ្ញុំតែម្នាក់គុណ ហើយថ្នាំនេះមានប្រសិទ្ធភាពលឿនពេកហើយមិនក៏លឿន ហេបងប្រុសបងកំតណាដួលអីត្រឡប់ទៅបន្ទប់វិញសិនទៅមក កុំភ្លេចរៀបចំបន្ទប់ឲ្យមើលទៅវារញ៉េរញ៉ៃបន្តិចផងយល់ទេជួយយើងទៅ បងប្រុសទុកចិត្តចុះខ្ញុំធានាថានឹងវិចខ្ចប់បងឲ្យខ្លាចតែជាផ្កាកុលាបមួយតង Baby ការសហការដែលចោលចោលថ្ងៃនេះប្រាជ័យទៀតហើយមកខាងទៀតគេទៅតថាក្រុមហ៊ុនពួកយើងតូចពេក រឿងគ្រប់ចាំចាប់ផ្ដើមតែងតែពិបាកចាំខ្ញុំពិនិត្យមើលអត្ថបទរឿងខ្នាតខ្លីម្ដងនេះចប់សិនខ្ញុំនឹងចេញទៅធ្វើការនិងទិញនំធីរ៉ាមីស៊ូដែលអាចចូលចិត្តបំផុតឲ្យតែញ៉ាំ សូមស្វាគមន៍អ្នកនាងរនមីដែលបានចូលរួមជាមួយនឹងក្រុមហ៊ុនជេស៊ីង សប្បាយចិត្តណាស់ដែលបានសហការជាមួយក្រុមហ៊ុនឡុងដើម្បីរួមគ្នាសរសេរទំព័រថ្មីនៃវិស័យភាពយន្តនិងទូរទស្សន៍ទន្ទឹមនឹងនេះខ្ញុំក៏សង្ឃឹមថានឹងធ្វើជាគំរូដ៏ល្អដើម្បីផ្លាស់ប្ដូរទម្លាប់អាក្រក់នៅក្នុងសង្គ្រាមអ្នកសិល្បៈសង្ឃឹមថាអ្នករួមអាជីពនៅក្នុងចង្កោមអ្នកសិល្បៈដែលប្រើប្រាស់ល្បីដើម្បីតំណែងទាំងនោះនឹងចេះប្រយ័ត្នពីខ្លួនឯង និយាយពាក្យពីរោះម្លឹងយូរឬឆាំគង់តែទទួលបានពេលរង្វាន់តែបៃតងមិនខាន អើយ លីម៉ាឆាន់លោកមកធ្វើស្អីនៅក្នុងបន្ទប់របស់ខ្ញុំ ប្រពន្ធសម្លាញ់
បងដូចជាមិនសូវស្រួលខ្លួនយ៉ាងម៉េចមិនដឹងទេ អាការៈនេះមិនក៏ដូចជាកំពុងតែមានចំណងម្ល៉េះលោកផឹកស្រាយលោកអគ្គនាយកលីលោកកំពុងសម្ដែងឈុតអីទៀតហើយ មិនបានសម្ដែងទេមែនតើណាថាជួយបងផងបងពិបាកទ្រាំណាស់ លោកអគ្គនាយកលីខ្ញុំសូមប្រមានលោកណាលោកកុំយកលេសស្វឹងមកធ្វើជាមនុស្សឈួតយើងតាមតម្រង់ទូទៅទោះបីជាលោកពិតជាត្រូវគេដាក់ថ្នាំនោះមែនលោកក៏តែទៅរកពន្លឺព្រះច័ន្ទសរ៉ាន់មីរបស់លោកដើម្បីធ្វើជាថ្នាំបន្សាបអេលោកចង់ធ្វើអី គ្មានទេថាងអូនស្ដាប់បងនិយាយសិនទៅគ្មានពលិចចាន់សយទេមិនធ្លាប់មានតតែសោះថាងអូនឲ្យបងធ្វើយ៉ាងម៉េចទើបអូនជឿមកលើសម្ដីរបស់បងនោះ ប៉ុន្តែនៅក្នុងសភៅ ទៅងាប់សភៅនឹងទៅងាប់សាច់រឿងនឹងទៅបងមិនខ្វល់ថាអូនជាអ្នកណាមកពីណាទេបងគ្រាន់តែដឹងថាថាងដែលនៅចំពោះមុខបងនេះកន្ត្រាប់ដូចជាកញ្ជ្រោងស្រឡាញ់លុយយ៉ាងជឿជាក់ពេលតែកភ្លៀងគេគឺពិតជាសង្ហាខ្លាំងណាស់ថាងអូនមិនមែនជាតួងាប់ឆាប់អីនោះទេអូនគឺជាតួឯកស្រីតែម្នាក់គត់នៅក្នុងពិភពលោករបស់បងយល់ទេ មិនចឹងលើកទូរស័ព្ទសិនទៅល្អជាង មិនក៏ទូរស័ព្ទមកនៅពេលនេះមានរឿងអី បងមានរឿងហើយសាមានបាត់ការតែតងហើយ លោកនិយាយថាម៉េចមិនឲ្យថាបាត់ការតាក់តង ពួកយើងអ្នកគ្នាមកប្រមូលទៅប្រពៃពិធីបង្កើតក្រុមហ៊ុនតែនេះមកប្រពៃតែហើយនាងបាត់ទូរស័ព្ទឆាតទៅក៏មិនតបកន្លែងទទួលភ្ញៀវក្រុមហ៊ុនក៏គ្មានអ្នកតបដែរបងប្រុសអ្នកបងតើនាងអាចត្រូវសេចក្ដីរត់មីនោះចាប់ចម្រិតដែរទេ សេមានប្រកាសជាមានរឿងហើយខ្ញុំតែក្រុមហ៊ុនរនាង កុំបារម្ភចាំបងឲ្យគេរៀបចំសិនទុកចិត្តចុះមានបងនៅទោះជាត្រូវកលាប់ទីក្រុងចាំងឆឹងទាំងមូលក៏ត្រូវទៅរកនាងឲ្យឃើញ បងប្អូនស្រីទាំងឡាយបាត់ទូរស័ព្ទមានអីអស់ចាឲ្យតែពួកយើងមានដង្ហើមគឺត្រូវតែដណ្ដើមចុះកម្រិត S+ ឲ្យនេះឲ្យបានដណ្ដើមចុះឆ្កែចចកសាច់ច្រើនប៉ុន្តែជាងម៉ានធានសៀរបស់ពួកយើងគឺត្រូវតែធ្វើជាឆ្កែចចកដែលកាច់សាហាវបំផុតគ្មានធនធានយើងបង្កើតគ្មានឱកាសយើងបង្កើតត្រូវតែធ្វើមិនឲ្យត្រូវតែធ្វើ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 ធ្វើ ប្រពន្ធសម្លាញ់អូនធ្វើឲ្យបងភ័យស្លាប់ហើយ លីហ្វឹងជឺលោកមកធ្វើអី សើសេម៉ានលើកក្រោយបើឯងហ៊ានបាត់ខ្លួនម្ដងទៀតខ្ញុំនឹងសម្លាប់ឯងមិនគេមិនខាន សុំទោសផងថ្ងៃនេះបើកិច្ចប្រជុំបដិញ្ញាក៏ឲ្យអ្នកទាំងអស់គ្នាទុកទូរស័ព្ទនៅក្នុងឃ្លាំងទាំងអស់មួយផ្លែតក៏ភ្លេចមើលម៉ោងគ្រប់គ្នាទាំងគ្រួសារមកចាប់ខ្លួនខ្ញុំមែនទេ បងស្មានថាអូនត្រូវគេចាប់ចម្រិតបាត់ហើយ ហើយយ៉ាគ្រាន់តែជាការភ័យខ្លាចទៅទេគឺល្អ ហើយយ៉ានៅជុំគ្នាអស់ហើយតើពិតជាឈុតឆាតជួបជុំរត់រំជើបចិត្តមែនវ៉ាន់ម៉ៃយកប្រលប់ឲ្យមកធ្វើឈួតស្អីហ្នឹងពេលអរ៉ុបប្រហាច់មកធ្វើខ្មោចទេគឺខ្ញុំចង់មកមើលរូបរាងពួកនាងរើបំរាស់ខំប្រឹងមុនពេលស្លាប់ថ្ងៃស្អែកដល់ពេលថ្ងៃត្រង់រឿងខ្នាតខ្លីកម្រិត S+ របស់ខ្ញុំចេញផ្អើលទីក្រុងនិងចាប់ផ្សាយនៅលើ platform ទាំងអស់ ប្រធានបတ်ភេទដូចគ្នាឯងពិតជាមិនទុកផ្លូវរស់ឲ្យពួកយើងសម្បីតែបន្តិចមែន ខ្ញុំចង់ដណ្ដើមយកការចាប់អារម្មណ៍នឹងចរាចរណ៍អ្នកមើលទាំងអស់របស់ពួកនាងមួយសប្តាហ៍ក្រោយរឿងថ្មីរបស់ពួកនាងចាប់ផ្សាយវាគ្រាន់តែជារឿងកំ pl ាញ់មួយប៉ុណ្ណោះបងស្រីធ្លាមគ្រួនរួចរាល់ហើយនៅក្នុងការលុតជង្គង់សំទោសខ្ញុំនោះ
អ្នកណាឈ្នះអ្នកណាចាញ់មិនទាន់ដឹងនៅឡើយទេពួកយើងចាំមើលឲ្យច្បាស់ទៅហើយមើលទៅលើកនេះពួកយើងអួតរៀងលឿនពេកហើយ ខ្ញុំមិនសុខចិត្តទេតើនរណីនាងនេះច្បាស់ជាតើនរណីคล้ายៗហើយត្រឹមវ៉ាន់មីដែលជាមេប៉ាសម្លក់ភ្នែកពេកមន់ការសម្ដែងដ៏គួរឲ្យអាម៉ាស់ដល់ថ្នាក់ខ្ញុំអាចយកមេជើងកាយបានផ្ទះ3បន្ទប់ឯណោះត្រឹមតែប៉ុណ្ណឹងក៏អាចមានថប់3ដែរពិតជាមិនសមទេ មិនដូចពួកយើងថតមួយរឿងទៀតទេប្រកាសជាអាចនិយាយបកយកឈ្នះវិញមិនខាន ប្រធានវ៉ាន់និយាយត្រូវពួកយើងប្រកាសជាអាចធ្វើបាន ហើយជូមើលទៅក៏សំរុំគ្រាន់បានដែរតើអូអ្នកនេះប្រធានវ៉ាន់អ្នកនេះប្រធានស៊ូ ឲ្យលើនេះឆ្កែឆ្មាអីក៏ដោយឲ្យតែបាក់ក្រុមហ៊ុនក៏អាចឲ្យគេហៅថាអគ្គនាយកហើយ លោកសំតែសងប្រាប់ប្រមាណដងហើយថាមនុស្សនឹងឆ្កែហាមចូល នាងបាត់មកទៅ កុំនិយាយរឿងមិនបានការច្រើនពេកមើលនេះទៅនេះតែហៅថាសមត្ថភាព ហេកុំតន់អានៅមិនទៀតវ៉ាន់ថាងឃើញអត់សុទ្ធតែជាតកូលវ៉ាន់ដូចគ្នាហេតុអីក៏មនុស្សខុសគ្នាឆ្ងាយម្លឹងម្នាក់ហោះឡើងដល់មេខ្លាចទៅជាកម្ពុជាតារាចំណែកម្នាក់ទៀតវិញប្រហែលជាខាត់បងសូម្បីតែខោលីអូប្រហែលជាក៏គ្មានស្លៀកដែរមើលទៅ នៅសល់មួយខែទៀតទៅចាប់ការភ្នាល់ឥឡូវលោកអបអរលឿនពេកហើយទេដឹង ហេមិនលឿនទេមិនលឿនទេខ្ញុំមកធ្មត់ស្ទើរតែមិនបានទៅហើយចង់ឃើញនាងលូតជង្គង់នៅចំពោះមុខក្រុមហ៊ុនវ៉ាន់ខ្ញុំនឹងជួយដំណឹងទៅអ្នកកសែតទូទាំងក្រុងឲ្យពួកគេមកក្រុមហ៊ុនវ៉ាន់ឲ្យមកមើលកូនស្រីពិតប្រាកដដែលគេតែងតែនិយាយនោះមិនខ្ញុំប្រាប់គេថាខ្លួនឯងមិនស័ក្តិសមដូចជាមនុស្សអត់ប្រយោជន៍អញ្ចឹងហ៎ បងប្រុសវ៉ាន់ថាងនេះក៏ជាប្អូនស្រីបងដែរនិយាយបែបនេះដូចជាមិនសូវល្អទេដឹង អ្នកនាងប្រធានស៊ូអ្នកនាងប្រធានរ៉ាន់ការគ្រប់គ្រងនៅរឿងសម្រាប់ឯកអវតាររបស់ពួកយើងកំពុងតែកើនឡើងហើយបែបណាណាបានឡើងដល់លេខ1លើតារាងចំណាត់ថ្នាក់ platform ហើយ ស្អីគេមិនអាចទេនេះប្រកាសជាព័ត៌មានคล้ายៗហើយ អ្នកនាងប្រធានស៊ូហើយមានរឿងស្នេហ៍ផ្អើលទីក្រុងដែលមានប្រធានបទដូចជាពួកយើងដែរនោះក៏ត្រូវបានបង្ខំឲ្យទិញទម្លាក់ចេញហើយព្រះអើយគួរឲ្យស្ដាយណាស់ វ៉ាន់ថាងរឿងនេះគឺនាងលេងល្បិចមែនទេ លោកថាសត្វតែតកលវ៉ាន់ដូចគ្នាហេតុអីមនុស្សនឹងមនុស្សមានកម្រិតឆ្ងាយជាងមនុស្សនៅឆ្កែទៅទៀតអញ្ចឹងអ្នកខ្លះអាចនឹងពឹងលើសមត្ថភាពខ្លួនឯងដើម្បីឡើងដល់លេខ1ចំណែកអ្នកខ្លះទៀតចេះតែលួចចម្លងគេតែប៉ុណ្ណោះទេ លួចចម្លងលួចចម្លងតើត្រូវសងប្រាក់សំណងយ៉ាងច្រើនឬមួយក៏ត្រូវជាប់គុកស៊ីបាយក្រហមទៅ មនុស្សធម្មតាធ្វើការជ្រើសរើសទេគឺរៀបចំជូនអ្នកនាងវ៉ាន់ទាំងអស់តែម្ដងទៅ រៀបចំ ពួកនាងនិយាយផ្ដេសផ្ដាស់បង្កើតពីចចាំអារាមខ្ញុំនឹងបញ្ជូនពួកនាងចូលកុងនាងនឹងឲ្យជាអ្នកចូល ហេមកហើយ អ្នកនាងវ៉ាន់មីសូមឆ្លើយតបដោយផ្ទាល់ចំពោះការចោទប្រកាន់លួចចម្លងរឿងស្នេហ៍ផ្អើលទីក្រុងរបស់ជីងទូឈွန်មីផង តើក្រុមហ៊ុនចេស៊ីងពាក់ព័ន្ធនឹងរឿងនេះដែរទេប្រាក់សំណងយ៉ាងច្រើនតែអ្នកណាជាអ្នកទទួលខុសត្រូវ រឿងដើមរបស់ស្នេហ៍ផ្អើលទីក្រុងគឺជាពលិព្រះច័ន្ទសរបស់ខ្ញុំឆ្កែលួចចម្លងដូចជានេះមិនស័ក្តិសមនឹងសម្ដែងទេ ឈွန်មី សំទោសទៅ ទស្សនិកជនទាំងអស់របស់ពួកយើង សំ ទៅ ទោសទៅសំទោស សំទោស សំទោសពួកយើងទៅ ការលួចចម្លងយ៉ាងច្បាស់កាឡា សំទោសពួកយើងទៅសំទោសពួកយើងទៅ ខ្ញុំទទួលស្គាល់ថារឿងខ្នាតខ្លីនេះពិតជាចម្លងផ្នែកខ្លះនៃរឿងដើមមែនបើសិនជាមានកន្លែងណាដែលបង្កឲ្យមានការចោទច្រឡំខ្ញុំសូមទោសអ្នកគ្រប់គ្រងរឿងដើមទាំងអស់ ស្រីមកក្រាស់នាងលួចចម្លងច្បាស់កាឡាមើលចោះ ខ្ញុំមិនស្មានថាមានលទ្ធផលធ្ងន់ធ្ងរដល់ថ្នាក់នេះទេសំទោសឃើញទេតារាដែលពូកែបង្កើតព័ត៌មានចំនួននេះបានធ្លាក់ចុះត្រឹមនេះហើយ ហើយយ៉ាក្នុងចង្កើមរឿងខ្នាតខ្លីនេះបាត់បង់រ៉ាន់មីម្នាក់គឺស្មើនឹងវាលខ្សាច់សាហារ៉ាបាត់បង់ខ្សាច់មួយគ្រាប់អញ្ចឹង សូមអបអរសាទរតារាស្រីរបស់ពួកយើងសម្រាប់ឯកអវតារទទួលបានពានរង្វាន់ខ្នាតខ្លីល្អបំផុតប្រចាំឆ្នាំយ៉ាងម៉េចប៉ណ្ណឹងមិនសប្បាយចិត្តទេហ៎ថៅថៃរបស់ពួកយើងទាមទារខ្ពស់ចំពោះខ្លួនឯងពេកហើយ លោកអគ្គនាយកលីកាហ្វេឆ្ងាញ់ឬក៏អត់
ពិតជាមិនអន់ទេ អញ្ចឹងបន្ថែមស្ករសបន្តិចទៅមិនមែនកាន់តែឆ្ងាញ់ទេទៅផ្ទះវិញ នាងដឹងដល់របៀបណា ខ្ញុំទទួលស្គាល់ថារឿងខ្នាតខ្លីនេះពិតជាបានចម្លងផ្នែកខ្លះនៃរឿងដើមមែន ចាប់ភាវរដ្ឋរបស់ក្រុមហ៊ុនយើងចាប់ហើយ បងប្រុសពួកយើងនៅមិនទាន់ចាញ់ទេ នៅមិនទាន់ចាញ់ទេឥឡូវពេញបណ្ដាញអ៊ីនធឺណិតកំពុងតែជេរពួកជាងតែ2ហើយកិច្ចប្រំព្រៀងភ្នាល់ក៏ចាញ់ដែរត្រូវអនុវត្តក្នុងរយៈពេល3ថ្ងៃទៀតពួកយើងពេលនេះគ្មានសល់អ្វីទាំងអស់ ប៉ុន្តែបើທາງវ៉ាន់ស្លាំកិច្ចប្រំព្រៀងក៏បាត់បង់ដែរ ឯងចង់ធ្វើហ៎សម្រាប់មនុស្សខុសច្បាប់ណា ទេខ្ញុំគ្រាន់តែគម្រាមពួកគេតែបន្តិចឲ្យពួកគេដល់កិច្ចប្រំព្រៀងចេញដោយខ្លួនឯងបងប្រុសបងមិនចង់ដេកតាមផ្លូវដែរមែនទេត្រូវទេ អ្នកបងក៏មិនទៅបងប្រុសខ្ញុំអីរឿងធ្វើពុតជាត្រូវគេដាក់ថ្នាំនោះគឺជាគំនិតរបស់ខ្ញុំទេ បង្ករឿងទៀតហើយ លើកនេះគឺដាក់ថ្នាំចុះលើកក្រែងមានបំណងធ្វើយ៉ាងម៉េចចាប់ចម្រិតទារប្រាក់ មិនក៏ពួកនាងដឹង តើយើងទៅ មិនទេប្រពន្ធសម្លាញ់តាមពួកអូនចង់ទៅណា រឿងស្រីស្អាតពួកលោកកំចេះដឹងថយចេញ បងប្រុសមើលការសម្ដែងដ៏ស្អុយរបស់បងចុះធ្វើឲ្យខ្ញុំបាត់បង់ការស្រឡាញ់តាមដែរប្រពន្ធខ្ញុំមិញនេះមិនទៅមើលមុខខ្ញុំផងចុះបងប្រុសផែនការវីរៈនារីជួយសង្គ្រោះប្រុសស្អាតនៅបន្តទៀតអត់ចង់ខ្សែអតឹងបន្តិចទៀតកុំឲ្យបែកការបាទនាយកលី កណនីមកបានច្បាស់លាស់បន្តិចទៀតឲ្យអ្នកទោសខ្លាំងៗ2នាក់សហការជាមួយនឹងពួកគេបានល្អបំផុត បាទនាយកលីបងប្រុសបងថាពួកយើងធ្វើចឹងបានផលអត់ បានទុកចិត្តចុះជឿមកលើបងគ្មានបញ្ហាទេណាមិនអី ខ្ញុំគ្រាន់តែខ្លាច ធ្វើឲ្យបានល្អទៅ អ្នកទាំងអស់គ្នាកុំតល់ទៅណាមកវិញ អាឡូស្អីគេមិនដល់កន្លះម៉ោងផងរងចាក់បបង់ចាស់នៅខាងលិចទីក្រុងនឹងត្រូវទារប្រាក់អញ្ចឹងអញទារទៅ ប្តីខ្ញុំណែណាខ្ញុំចាំទៅជួយពួកគេ មិនមែនឯងអំបញ្ញមិញនេះក៏វាដៃយ៉ាងខ្លាំងប្រាប់ខ្ញុំថាកុំអត់ នៃ ខ្វ របស់ ល់ ខ្ញុំគឺចង់ឲ្យអញយល់ព្រមឲ្យពួកគេទារប្រាក់ដាច់ខាតនោះគឺជាប្តីសម្លាញ់របស់ខ្ញុំណា ហើយចាប់ហើយភាពស៊ីសង្វាក់គ្នារបស់មិត្តសម្លាញ់ថយចុះហើយ ញៀនទី8របស់ខ្ញុំប្រាប់ថាហ្វឹងជឿលើកនេះពិតជាជួបគ្រោះថ្នាក់មែនតើហើយ បេប៊ីសម្លាញ់របស់ខ្ញុំអញប្រហែលជាមិនមែនការជំងឺខួរក្បាលស្នេហាទេដឹងបើសិនជាឯងបែបនេះខ្ញុំនឹងហៅឡានរត់កិច្ចខ្លួនទាំងយប់ហើយណា ប៉ុន្តែចង់មកចាប់នៃប្រឡំលោកអន់ទាំងអស់នោះសុទ្ធតែជាការចាប់ជំរិតទារប្រាក់ចុះបើសិនជា បានខ្ញុំកំដៅឯងទៅមើលបន្តិចទៅចុះ អត់តោះទៅ ប៉ុន្តែខ្ញុំហ៊ានភ្នាល់លើកនេះប្រកាសជាល្បិចរងទុកដើម្បីឲ្យគេអាណិតរបស់ពួកគេទាំងពីរនាក់ទៀតហើយ ហ្វឹងជឿ ហើយយ៉ាតារាប្រុសឆ្នាំទាំងពីរលើកនេះហ៊ានចំណាយដាំទុនធំមែនដល់ថ្នាក់ជ័យរ៉ាន់មេនិងរ៉ាន់ចុងប៉ៃមកចូលរួមសម្ដែងជាមួយពួកលោកទៀត ថាងមិនក៏ខ្ញុំមានអារម្មណ៍ថាដូចជាមិនសូវស្រួលអញមើលទឹកមុខវ៉ាន់មីកាច់ណាស់ដូចជាចង់ចងពួកគេទាំងពីរនាក់មែនតើនិយាយចាក់ហើយនៅពួកអញទាំងពីរនាក់ច្រៀងឆ្លើយឆ្លងគ្នាថ្ងៃនេះនឹងឲ្យពួកអញមើលរឿងល្អមើលមួយ ខ្លាំងមិនសូវស្រួលទេ ផុតជប់នេះទៅពួកនាងពីរនាក់ត្រៀមខ្លួនធ្វើជាស្រីមេម៉ាយទៅផុតជប់នេះទៅពួកនាងពីរនាក់ត្រៀមខ្លួនធ្វើជាស្រីមេម៉ាយទៅ មីមានរឿងអីនិយាយគ្នាតាមសម្រួលទៅកុំប្រើហិង្សា បិទមាត់ទៅលោកកថាខ្ញុំនៅតែជាមនុស្សស្រីល្ងងដែលត្រូវពួកលោកលួមលោមដែលប្រើពាក្យសម្ដីពីរបីម៉ាត់មុននេះហ៎យកស្កត់បិទមាត់គេទៅ
ចប់ហើយលើកនេះលែងមែនតើហើយរ៉ាន់មីអញស្ងប់អារម្មណ៍តិចសិនទៅអញចង់បានអីអញប្រាប់យើងបានណាឯងកុំកំរៅឈានមកមួយជំហានទៀតយើងដុតភ្លើងហើយបានអញ្ចេះទៅយើងនឹងឲ្យភាគហ៊ុនក្រុមហ៊ុនរ៉ាន់ 30% ទៅពួកអញទាំងអស់ពួកអញលែងគេពីអ្នកទៅអញស្ដាប់យើងទុកមុខឲ្យយើងតិចទៅបានទេមិនអានឹងបានបិទមាត់ទៅមុខមាត់នាងហ៎តាំងពីឯងមកដល់គ្រួសារវ៉ាន់មកយើងគ្មានសល់អ្វីទាំងអស់ទេស្នេហារបស់យើងការងារគ្រួសារយើងបាត់បង់អ្វីគ្រប់យ៉ាងទាំងអស់ចុះឯងធ្លាប់គិតឬក៏អត់ថាជីវិតដែលមានបាន20ឆ្នាំមុនរបស់ឯងដើមឡើយគឺឯងជាអ្នកលួចគេមកទេពេលសម្ដែងផ្អែមល្ហែមបោកប្រាស់ពួកឯងយើងមិនជឿសុបបីតែមួយម៉ាត់ទេថ្ងៃនេះយើងនឹងឲ្យប្រុសពីរនាក់នេះកំដរយើងស្លាប់មិនមែនអាចគ្រាន់តែគម្រាមពួកគេមិនតាទេគម្រាមហ៎យើងចង់ឲ្យពួកគេទាំងពីរនាក់ស្លាប់យើងចង់ឲ្យពួកគេទាំងពីរនាក់ស្លាប់នាងឈួតហើយនាងឈួតហើយយើងឈួតហើយតាំងពីពេលដែលពួកលោកបោះបង់យើងដូចជាសម្រាមមកម្លេះយើងក៏ឈួតបាត់ទៅហើយវ៉ាន់ជន់បីហើយមានលោកទៀនក្នុងចិត្តលោកមិនមែនគិតតែភាហ៊ុនបន្តិចនោះទេក្នុងភ្នែកលោកគ្មានវ៉ាន់ខាងទេកាន់តែគ្មានយើងទៀនក្នុងភ្នែកមនុស្សប្រពុតលោកមានតែផលប្រយោជន៍គ្មានមនោសញ្ចេតនាគ្រួសារទេបងប្រុសវឹងជឺគ្រាន់តែរៀបការដើម្បីផលប្រយោជន៍លេងក៏ចប់ទៅបងប្រុសមូឈិនវ៉ាន់ថាគ្រាន់តែជាចំនួនប៉ុណ្ណោះបង្កើតបានមនោសញ្ចេតនាមិនពិតមែនទេប៉ុន្តែយើងមិនអនុញ្ញាតទេអ្វីដែលយើងវ៉ាន់មិនសំឡឹងឃើញគឺអាចជារបស់យើងតែម្នាក់គុណវ៉ាន់មិននាងពិតជាគួរអាណិតនិងសង្វេគខ្លាំងណាស់មនុស្សអាត្មានិយមដូចជានាងតើស្គាល់ស្នេហាជាអ្វីដែរទេតាំងពីថ្ងៃដំបូងដែលយើងបានឃើញស៊ូសៀវយ៉ាវយើងក៏ស្រឡាញ់នាងបាត់ទៅហើយការរៀបការដើម្បីផលប្រយោជន៍គ្រាន់តែជាមធ្យោបាយដែលខ្ញុំតាមស្រឡាញ់នាងប៉ុណ្ណោះថាមិនធ្លាប់ជាជំនួសរបស់អ្នកណាទេជាពិសេសគឺមិនមែនជារបស់នាងឡើយនៅក្នុងចិត្តរបស់យើងនាងតែងតែជាអត្ថិភាពដែលមិនអាចជំនួសបាននៅក្នុងចិត្តរបស់យើងតែងតែជាអត្ថិភាពដែលមិនអាចជំនួសបានតើអាការបងតាមស្រឡាញ់អូនម្ដងទៀតបានទេអ្វីដែលយើងស្រឡាញ់គឺនាងនៅពេលនេះមិនថានាងជាទេពធីតាឬក៏មកអាក្រក់ទេអ្វីដែលយើងស្រឡាញ់គឺជានាងព្រលឹងដ៏កក់ក្ដៅរបស់នាងអូនមិនមែនជាតួស្លាប់ទេអូនគឺជាពិភពលោករបស់បងតួឯកស្រីតែម្នាក់គត់ទោះបីជាវិធីដែលយើងបង្ហាញក្តីស្រឡាញ់មើលទៅហាក់ដូចជារៀងឆ្កងបន្តិចមែនប៉ុន្តែប៉ុណ្ណឹងបានហើយហេតុអីអ្នកទាំងអស់គ្នាស្រឡាញ់តែវ៉ាន់ថាងសូម្បីតែបងលួចបញ្ចេញទុនឲ្យទៅលោកតាផ្ទេភាគហ៊ុនទាំងអស់ទៅឲ្យនាងខ្ញុំរ៉ាន់ថាងកូនស្រីច្បងពេញសិទ្ធិរបស់គ្រួសាររ៉ាន់បាររបស់ប៉ុណ្ណឹងជារឿងធម្មតានោះទេតាមពិតរឿងទាំងនេះសុទ្ធតែដោយសារគាត់សោះច្បាស់ណាស់ថារបស់ទាំងអស់នេះគឺជារបស់ខ្ញុំទេដោយសារពួកអ្នកស្រឡាញ់គ្នាខ្លាំងម្លឹងអញ្ចឹងក៏នាំគ្នាស្លាប់ទៅទាំងអស់គ្នាតែម្ដងទៅកុំអីកុំចូលមកថាងកុំចូលមកជិតហ្វាន់ជឺបងចាំបាច់ឲ្យមិនអីទេមនុស្សល្ងងអូនមកធ្វើទីនេះអូនជួយស្រ័យឲ្យបងហេតុអីក៏បងល្ងងម្លេះហេតុអីបងលួចធ្វើរឿងជាច្រើនដើម្បីអូននៅពីក្រៅខ្នងតែមិនដែលប្រាប់អូនសោះវ៉ាន់ថាងហេតុអីរបស់ល្អសុទ្ធតែជារបស់នាងដោយសារឯងអាត្មានិយមឯងក៏តែចង់ទទួលបានក្តីស្រឡាញ់
ប៉ុន្តែស្នេហាពិតគឺជាការលះបង់ឯងយល់ឬអត់ឯងមិនយល់ទេមនុស្សដូចជាឯងនេះមួយជីវិតនេះមិនស័ក្តិសមនឹងទទួលបានស្នេហាពិតឡើយ មែនគឺយើងមិនយល់ទេដូច្នេះពួកនេះស្លាប់ទេ កុំកម្រើកពួកយើងគឺជាចោរនៅឈរឯទៀតភ្លឺភ្លើងចាប់មនុស្សទៅ ពលភ្លើង ឆាប់ឡាភ្លឺភ្លើងឆាប់ឡា បងមិនអីទេ បងមិនអីទេ នេះជាស្អីគេ នេះ គេ គឺ មកឈិនបងបើកអូនទៀតហើយ ប្រពន្ធសម្លាញ់ប៉ុន្តែពាក្យដែលបងនិយាយមិនបាញ់មែននេះសុទ្ធតែជាការពិតជឿបងចុះណា ចោអូនជឿអត់ បងទេទៅ ពិតជាស្អាតមែន ថាអញ្ចឹងអញថាពួកយើងនឹងត្រឡប់ទៅវិញទៀតអត់ ហើយនៅក្នុងពិភពលោកដ៏រលួយនេះមានលុយមានពេលទំនេរមានមនុស្សប្រុសហើយថែមទាំងមានសាច់ញ៉ាំទៀតត្រឡប់ទៅវិញធ្វើស្អីទេ ដោយសារម្ចាស់ផ្ទះទាំងពីរបានកែប្រែសាច់រឿងដោយខ្លួនឯងឥឡូវនេះបង្ខំឲ្យត្រឡប់ទៅសាច់រឿងគោលវិញបើមិនអញ្ចឹងទេនឹងធ្វើឲ្យម្ចាស់ផ្ទះទាំងពីររលាកបាត់រូបរាងហើយ រ៉ូន សៀវម៉ា ខាង